បាទសួស្តីបងប្អូនទាំងអស់គ្នាឥឡូវនេះយើងវិលត្រឡប់មកជួបគ្នាវិញសារជាថ្មីម្ដងទៀតហើយជាមួយនឹងភាគថ្មីផងដែរហើយសង្ឃឹមថាភាគមួយនឹងនឹងធ្វើឲ្យបងប្អូនទាំងអស់គ្នារីករាយផងចុះអរគុណខ្លាំងមែនទែនសម្រាប់ការឧបត្ថម្ភក៏ដូចជាការប៉ាកាហ្វេមកឲ្យ admin ជាដើមឥឡូវនេះយើងក៏ចាប់ផ្ដើមចូលមកពីបន្តនៃរឿងរបស់យើងទាំងអស់គ្នាសាច់រឿងរបស់យើងតពីEdol គឺកំពុងតែប្រើសមត្ថភាពរបស់គេមកលើអ្នកគ្រប់គ្នាហើយសមត្ថភាពនោះផងដែរគឺជាសមត្ថភាពវាយតាមលំហអញ្ចឹងហើយប្រសិនបើពួកគេទាំងអស់គ្នាមិនព្រមអន់ចុះនោះទេប្រកាសជាដាច់ក្បាលអស់ជាមិនខានត្រឹមតែស្គីបន្តិចប៉ុណ្ណោះគឺធ្វើឲ្យពួកគេទាំងអស់គ្នាចាប់ផ្ដើមរំគោះរង្គើជើងទៅហើយប៉ុន្តែលើកនេះគឺសំណាងល្អប៉ុណ្ណោះដោយសារតែពួកគេដឹងអំពីសមត្ថភាពរបស់ Edol ចំណែកបងស្រីយងអ៊ុនក៏មិនសូវជាយល់អំពីស្ថានភាពនោះទេពីព្រោះតែគាត់បានមកដល់ក្រោយគេរួចគាត់ក៏និយាយទៅកាន់ Edol ថាលោកនាយកតើលោកនាយកកំពុងតែធ្វើស្អីហើយតើលោកនាយកវង្វេងមែនបន្ទាប់មកលោកនាយក Edolក៏និយាយទៅកាន់បងស្រីយងអ៊ុនវិញថាខ្ញុំគ្រាន់តែកាត់ចេញខ្លះនៅរបស់ដែលស្អុយរលួយពួកស្រមោចតូចតាចទាំងអស់នេះវាដឹងរឿងច្រើនពេកហើយណាមួយពិតជាសោកស្ដាយខ្លាំងមែនទែនដែលនាយកយងអ៊ុនជាមួយនឹង double standard នៅទីនេះហើយក៏មើលឃើញភាពរញ៉េរញ៉ៃទាំងអស់នេះអ្នកអាចជាទ្រព្យសម្បត្តិដ៏អស្ចារ្យដើម្បីប្រឆាំងជាមួយនឹងទីជ្រៅប៉ុន្តែការកម្ចាត់ហានម៉ារូនៅទីនេះក៏វាមិនអាក្រក់ដែរការដោះស្រាយជាមួយនឹងទីនៃជំរឿគឺវាជាក្បាលបែបនេះម៉ារូលើគេនិយាយអំពីខ្លួនបែបនេះក៏ងើបឡើងស្រែកថាហើយអ្វីបានជាឯងមកចោទប្រកាន់យើងទៅជាមួយនឹងទីជ្រៅនោះអាទីជ្រៅនឹង admin ក៏អត់ទាន់យល់ច្បាស់ទេអ្នកនរគ្នាអានឹងចាំ admin បញ្យល់តាមក្រោយតែស្ដាប់លេងសិនណានៅពេលនោះលោកនាយក Edol ក៏ចាប់ផ្ដើមបញ្ចេញសមត្ថភាពរបស់គាត់បន្តទៀតរួចលោក Edol ក៏បន្តនិយាយទៀតថាយើងមិនដឹងនោះទេនេះពីព្រោះតែពពួកមនុស្សគឺខ្សោយដោយពួកឯងអញ្ចឹងនេះយកទៅភ្លាមនោះលោកនាយក Edol ក៏បញ្ចេញសមត្ថភាពលំហរបស់គាត់ដែលយកដៃរបស់គាត់មកពីក្រោយឆាណាជាមួយនឹងស៊ុនវូតែម្ដងភ្លាមនោះផងដែរក៏ធ្វើឲ្យឆាណាជាមួយនឹងស៊ុនវូដែលក្បាលម៉ាត់ដែលមើលទៅពិតជាលឿននិងរត់ហត់ខ្លាំងមែនទែនឈាមអ្នកទាំងពីរក៏បានខ្ទេចខ្ចាយពេញម៉ារូយើងមើលទៅកាន់ទឹកមុខរបស់ម៉ារូទៅក៏ដឹងថាគេស្រឡាំងកាំងប៉ុណ្ណាដែររួចបងស្រីយងអ៊ុនក៏ចាប់ផ្ដើមបញ្ចេញសមត្ថភាពរបស់គាត់នៅពេលនោះបងស្រីយងអ៊ុនគាត់ប្រើក្រញាំដៃរបស់គាត់និងចាក់ទៅលើដើមទ្រូងរបស់គាត់ភ្លាមបន្ទាប់ពីគាត់ចាក់រួចហើយវិនាទីក៏ចាប់ផ្ដើមរាប់3 2 1បន្ទាប់មកពេលវេលាក៏បានឈប់មួយកន្លែងហើយសមត្ថភាពរបស់បងស្រីយងអ៊ុននោះគឺជាសមត្ថភាពបិសាចពេលវេលាបន្ទាប់មកគាត់ក៏ប្រាប់ថាគាត់បានប្រើអាយុរបស់គាត់5ឆ្នាំដើម្បីទាញពេលវេលាត្រឡប់ទៅក្រោយវិញ5វិនាទីបន្ទាប់មកពេលវេលាក៏ចាប់ផ្ដើមដើរថយក្រោយវិញហើយក្បាលរបស់អ្នកទាំងពីរក៏បានតបភ្ជាប់វិញផងដែរត្រឡប់មកក្រោយវិញនៅពេលដែល Edol បានប្រើសមត្ថភាពរបស់គេទៅលើអ្នកទាំងពីរហើយគេក៏ដឹងដែរថាបងស្រីយងអ៊ុនបានប្រើសមត្ថភាពរបស់ខ្លួនដើម្បីជួយពួកគេទាំងពីរនាក់ដែលគាត់សុខចិត្តកាត់បន្ថយអាយុជីវិតរបស់ខ្លួនឯងអស់រយៈពេល5ឆ្នាំនោះដើម្បីទាញពេលវេលាត្រឡប់ថយក្រោយវិញដូច្នេះហើយការវាយប្រហាររបស់ Edol គឺមិនបានត្រូវពួកគេទាំងពីរនាក់ឡើយដោយសារតែបងស្រីយងអ៊ុនបានមកចាប់ពួកគេឲ្យអោនទាន់ពេលវេលាភ្លាមនៅផងដែរម៉ារូក៏ហៅទៅអ្នកស្រីយងអ៊ុនថាអ្នកស្រីយងអ៊ុនធ្វើវាបានដូចម្ដេចដែលម៉ារូគេបានប្រាប់ថាគេបានឃើញពួកគេទាំងពីរនាក់ស្លាប់បាត់ទៅហើយតែហេតុអ្វីបានជាពួកគេនៅរស់នៅពេលនោះបងស្រីយងអ៊ុនគាត់ពិតជាឆ្ងល់ជាខ្លាំងក្រៅពីលោកនាយក Edolជាអ្នកដែលដឹងអំពីសមត្ថភាពរបស់គាត់ហើយតាមម៉ារូគេដឹងបានយ៉ាងម៉េចគេមិនគួរកត់សម្គាល់ដឹងនោះទេបន្ទាប់មកកំឡោះសង្ហារបស់យើងទាំងពីរនាក់គឺជា double standard គាត់ក៏រត់ចូលទៅរក Edol ហើយស្រែកឡើងថាកុំខ្វល់ច្រើនពេកយើងត្រូវតែទៅកម្ចាត់បញ្ហាឥឡូវនេះរួចក៏ធ្វើការវាយទៅលើ Edol ដោយប្រើកណ្ដាប់ដៃរបស់ពួកគេប៉ុន្តែ Edol គេមានសមត្ថភាពនៅក្នុងការបើកលំហដូច្នេះហើយកិច្ចតែបន្តិចពួកគេក៏មិនអាចវាយត្រូវបានដែរបន្ទាប់មកទៀត Edol ក៏ដើរទៅរកស៊ុនវូដែលស៊ុនវូនៅពេលនោះគេខឹងជាខ្លាំងហើយគេក៏និយាយទៅកាន់ Edol ថាតើឯងបានសម្លាប់យើងតើឯងធ្វើបានយ៉ាងម៉េចអានឹងមែនដែលគេហៅថាឪនោះស៊ុនវូគេនិយាយទៅកាន់ Edol បណ្ដាគេប្រើសមត្ថភាពរបស់គេបណ្ដាទៅលើ Edol ដោយយើងមើលទៅកាន់ដៃរបស់ Edol បាក់ខ្ទេចតែម្ដងប៉ុន្តែសម្រាប់ Edol ពិតជាមិនមានបញ្ហាពិតមែនត្រឹមតែសមត្ថភាពប៉ុណ្នេះរួចគេក៏និយាយទៅកាន់ស៊ុនវូវិញថារឿងនេះពីព្រោះតែយើងមិនមែនជាឪពុករបស់ឯងនិយាយហើយ Edol ក៏បញ្ចេញសមត្ថភាពរបស់ខ្លួនប៉ុន្តែជាសំណាងល្អឆាណាបានរត់ទៅបុកស៊ុនវូទាន់ពេលវេលាដែលធ្វើឲ្យពួកគេដួលទៅលើដីទៅបានជាមិនត្រូវនៃធម៌ពលលំហមួយនោះម៉ារូក៏ស្រែកពួកគេក្រាបចុះដោយមិនឲ្យពួកគេងើបឡើយនិងនិយាយទៅកាន់ពួកគេថាតែអ្នកទាំងពីរចង់ស្លាប់ម្ដងទៀតមែនបន្ទាប់មកបងស្រីយងអ៊ុនក៏ឲ្យ double standard ចាប់លោកនាយក Edol ទាំងរស់ពីព្រោះតែគាត់ប្រាប់ថាគាត់មានសំណួរជាច្រើនចង់សួរទៅកាន់ Edol ប៉ុន្តែកំឡោះសង្ហារបស់យើងទាំងពីរនាក់គេក៏មិនហ៊ានធានាអំពីរឿងនេះដែរថា Edol គេអាចនៅរស់ឬក៏អត់ប៉ុន្តែពួកគេទាំងពីរនាក់នឹងព្យាយាមប្រសិនបើអាច double standard របស់យើងពិតជានិយាយលយខ្លាំងមែនទែនបន្ទាប់ពីនិយាយហើយគេក៏ចាប់ផ្ដើមប្រើសមត្ថភាពរបស់គេពិតប្រាកដដោយបានប្រើខ្សែពណ៌ក្រហមចេញពីក្នុងបាតដៃរបស់ពួកគេគឺពួកគេទាំងពីរនាក់បានភ្ជាប់វារវាងគ្នានឹងគ្នាបន្ទាប់មកបរិសុទ្ធសង្ហាក្បាលផ្សិតគេប្រាប់ថាគេទៅមុនហើយក៏រត់សម្ដៅយ៉ាងលឿនទៅរក Edol គេហោះឡើងយ៉ាងខ្ពស់
ជាមួយនឹងកំណត់ដៃរបស់គេដែលកំពុងតម្រង់មកកាន់អេដុលហើយនឹងបានប្រាប់ថាកម្លាំងវាប្រហារគុណនឹង2កម្លាំងល្បឿននៃធម្មពលឈាមគុណនឹង2បរិះសង្ហាក្បាលផ្សិតរបស់យើងហក់ទៅបានតែល្អមើលប៉ុណ្ណោះដោយអេដុលមិនមានក្រាន់ញញើតសូម្បីតែបន្តិចគេគ្រាន់តែបញ្ចេញនៅម្រាមដៃរបស់គេ2និងឈោតទៅលំហឆ្វោកហើយបរិះសង្ហាក្បាលផ្សិតក៏ដាច់ក្បាលម៉ាត់តែម្ដងស៊ុនវូម៉ារូជាមួយនឹងឆាណាពិតជាភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលឃើញបែបនេះបើមិនទាន់ទាំងទៅដល់គេផងស្រាប់តែដាច់ក្បាលបែបហ្នឹងណាមិនភ្ញាក់ផ្អើលប៉ុន្តែវាមិនដូចអ្វីដែលយើងគិតទាំងស្រុងនោះទេទោះបីជាបរិះសង្ហាក្បាលផ្សិតបានធ្លាក់ក្បាលចេញពីស្មារួចទៅហើយប៉ុន្តែគេនៅតែអាចប្រើកណ្ដាប់ដៃរបស់គេបាននិងបានវាចំកណ្ដាលថ្ពាល់ដ៏ស្រស់ស្អាតរបស់អេដុលមួយដៃនោះស្ទើរតែអេដុលរបូតក្បាលចេញពីស្មាដូចគ្នាបន្ទាប់ពីវាយត្រូវអេដុលហើយក្បាលដែលដាច់របស់គេនេះគឺសប្បាយជាខ្លាំងគិតទៅបរិះសង្ហាក្បាលផ្សិតរបស់យើងទោះបីជាដាច់ក្បាលប៉ុណ្ណឹងហើយនៅតែអាចសើចនឹងនិយាយចេញទៀតតាមពិតក៏ព្រោះតែបែបនេះឯងដរាបណាខ្សែឈាមមិនត្រូវបានកាត់ទេនោះបរិះសង្ហាក្បាលផ្សិតមិនស្លាប់ឡើយបរិះសង្ហាក្បាលផ្សិតគេទើបតែនិយាយចប់អេដុលដែលកំពុងតែរៀបនឹងដួលធ្លាក់ទៅលើដីនោះគាត់ក៏បានប្រើសមត្ថភាពរបស់គាត់បន្តទៀតដោយឆោតវាទៅលើខ្សែឈាមនោះតែម្ដងនិងធ្វើឲ្យវាដាច់ទាំងពីរយើងមើលទៅវាដូចជាដាច់ទៅហើយប៉ុន្តែវាក៏តបភ្ជាប់មកវិញឃើញបែបនេះអេដុលពិតជាឆ្ងល់បរិះសង្ហាក្បាលទៅពេកក៏ប្រាប់គេថាខ្សែឈាមក៏វាមិនអាចកាត់បានដែរនេះគឺជាអ្វីដែលយើងហៅថាការគោរពបូជាក្បាលដែលដាច់របស់បរិះសង្ហាក្បាលផ្សិតគេបាននិយាយអរគុណទៅកាន់លោកនាយកអេដុលហើយក៏បន្តប្រាប់ទៀតថាឥឡូវនេះលាសិនហើយបន្ទាប់មកខ្លួនប្រាណរបស់គេក៏ធ្វើដំណើរទៅជិតលោកអេដុលនិងចង់ប្រើកណ្ដាប់ដៃទៅអេដុលផងដែរសូម្បីតែម៉ារូក៏គេសឹងតែមិនជឿថាបងប្អូនទាំងពីរនាក់នេះសមត្ថភាពរបស់គេខ្លាំងបែបនេះប៉ុន្តែភ្លាមនោះស្រាប់តែស៊ុនវូឃើញលោកនាយកអេដុលកំពុងតែព្យាយាមរត់ចូលទៅក្នុងលំហខ្មៅរបស់គាត់ប៉ុន្តែគេរត់មិនបានឡើយដោយសារតែសំណាញ់ឈាមរបស់បងប្អូនទាំងពីរនាក់នោះនឹងធ្វើការរុំទៅលើអេដុលពេញខ្លួនប្រាណហ្មងបន្ទាប់មកពួកគេទាំងពីរនាក់ក៏ចាប់ផ្ដើមទាញលោកនាយកអេដុលម្នាក់មកខាងនិងបានធ្វើឲ្យដៃរបស់គាត់បើកឡើងបងស្រីយងអ៊ុនឃើញដូចនេះក៏ប្រាប់ឲ្យពួកគេកាត់បំផ្លាញដៃរបស់គេភ្លាមបន្ទាប់មកឆាណាក៏រត់ទៅវឹងនិងធ្វើការកាប់ទៅលើដៃរបស់លោកអេដុលតែម្ដងនិងបានធ្វើឲ្យគាត់ដាច់ដៃម៉ាត់ចំណែកឯនៅសល់ដៃមកខាងទៀតគឺជាទូនាទីរបស់ស៊ុនវូក៏បានប្រើសមត្ថភាពរបស់គេកាច់បំបាក់ដៃរបស់អេដុលតែម្ដងបន្ទាប់ពីលោកនាយកអេដុលបានអស់ដៃហើយគឺគាត់មិនមានសមត្ថភាពនៅក្នុងការប្រើសមត្ថភាពលំហទៀតទេនៅពេលនោះផងដែរក៏ចាប់ផ្ដើមបញ្ចេញខ្សាច់ពណ៌លឿងដើម្បីជួសជុលរាងកាយបងស្រីយងអ៊ុនឃើញដូចនេះក៏មិនបានបណ្ដោយឲ្យអេដុលកើតឡើងវិញដោយងាយៗដែរគាត់ក៏ស្រែកឲ្យម៉ារូទៅខាំលោកអេដុលភ្លាមបន្ទាប់មកម៉ារូក៏ធ្វើការរត់យ៉ាងលឿនសម្ដៅទៅរកអេដុលដោយគេបានប្រាប់ថាគេមិនដែរស៊ីសាច់មនុស្សនោះទេតែត្រឡប់មកវិញអេដុលបែរជាសើចពីព្រោះតែគេមិនទាន់បានបញ្ចេញសមត្ថភាពពិតរបស់គេផងហើយអ្វីបានជាឯងមកចង់ខាំយើងស្រួលអាផ្លោកម៉ារូបន្ទាប់មកអេដុលក៏ចាប់ផ្ដើមបញ្ចេញសមត្ថភាពរបស់គេពិតប្រាកដគឺបានប្រែកាយទៅជាបិសាចខ្សាច់ពណ៌លឿងគឺបិសាចខ្សាច់ពណ៌លឿងដែលឆាណាជាមួយនឹងស៊ុនវូគេបាននិយាយគ្នានឹងឯងបន្ទាប់មកគេក៏ដាក់មួយដៃទៅលើម៉ារូដែលរត់ក៏ខ្លាក់មកខាំគេនោះម៉ារូមិនទាន់បានទាំងខាំគេផងក៏ត្រូវបានស៊ីមួយដៃរបស់គេវិញទៅហើយមួយដៃនោះក៏មិនតិចដែរគឺជាដៃនៃលំហអញ្ចឹងហើយរាងកាយរបស់ម៉ារូច្បាស់ជាដាច់កង់ជាមិនខានប៉ុន្តែយើងមិនទាន់ដឹងនោះទេថាម៉ារូគេនឹងស្លាប់ឬយ៉ាងណាពេលព្រោះតែពេលនេះគេបានបាត់ចូលទៅក្នុងលំហបាត់ទៅហើយក៏ខ្វល់អំពីអ្នកដែលបានបាត់ខ្លួនគឺត្រូវខ្វល់អំពីអ្នកដែលកំពុងប្រឈមមុខជាមួយនឹងបិសាចខ្សាច់ពណ៌លឿងនេះឯងគឺដល់វេនពួកគេវិញម្ដងបន្ទាប់ពីម៉ារូអ្នកដែលអេដុលខឹងជាងគេប្រកាសជាបងប្អូនខ្លួនទាំងពីរអញ្ចឹងហើយប្រហែលជាត្រូវទៅមុនគេហើយលបងសង្ហាទាំងពីររូបបងស្រីយងអ៊ុនឃើញដូចនេះក៏សួរទៅកាន់លោកនាយកអេដុលតើមានអ្វីកើតឡើងនឹងអេដុលគេក៏និយាយទៅវិញថាឲ្យខ្ញុំសូមទោសផងនាយកយងអ៊ុនខ្ញុំមិនដែលចង់លាតត្រដាងការពិតទេប៉ុន្តែចំណែកឯពីអ្នកនេះវិញដូចអ្វីដែលគេរំពឹងទុកថានោះគឺជាបិសាចខ្សាច់ពណ៌លឿងមែនបន្ទាប់មកស៊ុនវូក៏និយាយទៅកាន់លោកនាយកអេដុលឯងមិនមែនជាឪពុករបស់ខ្ញុំទេហើយចុះឪពុកពិតប្រាកដរបស់ខ្ញុំគាត់នៅឯណាបន្ទាប់មកអេដុលក៏គេបាននិយាយថាពិតជាគួរឲ្យខ្មាស់អៀនមែនខ្ញុំមិនអាចនឹងជឿនោះទេថាខ្ញុំបានសម្លាប់ទាហានម្នាក់នោះហើយក៏ប្រែក្លាយទៅជាគេចំណែកឯឆាណាដែលដៃកំពុងតែកាន់ដាវនោះនាងក៏សួរបញ្ជាទៅកាន់លោកនាយកអេដុលថាអញ្ចឹងគ្រប់យ៉ាងឯងគឺជាអ្នកធ្វើវាលោកបិសាចអេដុលក៏និយាយទៅវិញរឿងអីថាវាមិនមែនជាការពិតមែនហើយខ្ញុំគឺជាម្នាក់ដែលត្រូវបានគេកោះហៅចូលទៅក្នុងផ្ទះរបស់អ្នកខ្ញុំបានឃើញសក្តានុពលក្នុងខ្លួនរបស់អ្នកក្នុងនាមជាអត្តពលិកដ៏ឆ្នើមខ្ញុំគិតថាអ្នកនឹងអាចក្លាយទៅជាអ្នកប្រើប្រាស់ដែលមានសមត្ថភាពមិនធម្មតាបន្ទាប់មកយើងស្រាប់តែលើបងស្រីយងអ៊ុនគាត់និយាយថាឆាណាកុំចូលប៉ុន្តែឆាណានាងបានចូលទៅបាត់ទៅហើយក៏ព្រោះតែកំហឹងជាមួយនឹងការសម្លាប់គ្រួសាររបស់នាងនេះឯងនាងក៏ហត់ទៅយ៉ាងខ្ពស់និងកាប់ទៅលើលោកនាយកអេដុលដែលជាបិសាចខ្សាច់ពណ៌លឿងនោះបន្ទាប់មកអេដុលក៏បញ្ចេញសមត្ថភាពរបស់គេនិងធ្វើការ counter ទៅលើឆាណាវិញបណ្ដាលឲ្យរាងកាយរបស់នាងផ្ទុះខ្ទេចតែម្ដងដែលនោះគេហៅថាជាសមត្ថភាពការដកចេញពីលំហក៏ព្រោះតែកំហឹងដ៏ខ្លាំងក្លារបស់ឆាណាបានធ្វើឲ្យនាងស្លាប់ភ្លាមហើយបងស្រីយងអ៊ុនក៏ចាប់ផ្ដើមប្រើសមត្ថភាពរបស់គាត់ម្ដងទៀតគាត់បានទាញពេលវេលាថយក្រោយមកវិញ
នៅពេលដែលឆាណារត់ទៅប្រយុទ្ធនៅពេលនោះផងដែរគាត់ក៏ចាប់ឆាណាជាប់ដោយមិនឲ្យនាងទៅឡើយពីព្រោះតែឆាណានឹងស្លាប់ភ្លាមៗនៅពេលដែលគេរត់ចូលបន្ទាប់មកឆាណាក៏សួរទៅកាន់បងស្រីយ៉ុងអ៊ុនថាអញ្ចឹងតើយើងគួរតែធ្វើយ៉ាងម៉េចទៅលោកប្រធានយ៉ុងអ៊ុនហើយយ៉ុងអ៊ុនក៏និយាយទៅវិញថាគេក៏មិនដឹងដូចគ្នាទោះបីជាគេនៅទម្រង់នេះក៏ដោយប៉ុន្តែកម្លាំងរបស់គេគឺអស្ចារ្យខ្លាំងណាស់ឥឡូវនេះគ្មាននរណាម្នាក់នៅចំណោមពួកយើងអាចទប់ទល់ជាមួយនឹងគេបានឡើយវាពិតជាពិបាកនៅក្នុងការចូលទៅជិតគេប៉ុន្តែឆាណានាងក៏និយាយទៅវិញថាអត់ទេរងចាំបន្តិចសិនទៅយើងប្រហែលជានៅមានសង្ឃឹមប្រសិនបើមានហានម៉ារូតើធ្វើយ៉ាងម៉េចដែលយើងអាចនាំគាត់មកទីនេះបានបងស្រីយ៉ុងអ៊ុនក៏ប្រាប់វិញថាវាមិនអាចទៅរួចឡើយនរណាម្នាក់ដែលចូលទៅក្នុងប្រហោងខ្មៅរបស់អេដូលដែលបានបង្កើតនោះវានឹងមិនមានផ្លូវចេញមកក្រៅវិញទេឥឡូវនេះយើងក៏កលេចមកកាន់ម៉ារូរបស់យើងឯនេះវិញគេកំពុងតែធ្លាក់ចូលទៅក្នុងប្រហោងខ្មៅនោះនៅទីនោះគឺងើតឈឹងមិនមានអ្វីទាំងអស់ហាក់បីដូចជាម៉ារូកំពុងតែនៅពិភពមួយដែលឯកោបំផុតទោះបីជាគេខំរត់ចាកចេញទៅដល់ទីកន្លែងណាក៏វាមិនមានទីបញ្ចប់ដែរអញ្ចឹងហើយម៉ារូក៏ចាប់ផ្ដើមអស់សង្ឃឹមប៉ុន្តែស្រាប់តែម៉ារូឃើញពន្លឺមួយនៅទីនោះគេក៏រត់យ៉ាងលឿនសម្ដៅទៅរកពន្លឺដែលចាញ់ចាំងមកមុខរបស់គេនឹងបន្ទាប់ពីទៅដល់ទីកន្លែងនោះស្រាប់តែមានអ្វីមួយបានចេញមកនោះហើយគឺជាលោកនាយកអេដុលពិតប្រាកដលោកនាយកអេដុលនិយាយទៅកាន់ម៉ារូថាតើហេតុអ្វីបានជាអាចមានមនុស្សមកទីនេះបានម៉ារូគេក៏ប្រាប់ថាគេធ្លាក់មកចូលទីកន្លែងនឹងដោយសារតែការប្រយុទ្ធជាមួយនឹងមនុស្សម្នាក់រូបរាងដូចជាអ្នកអញ្ចឹងហើយនឹងសួរទៅកាន់គេទៀតថាតើគេនោះគឺជានរណាបន្ទាប់មកលោកនាយកអេដុលក៏ចាប់ផ្ដើមរៀបរាប់ប្រាប់ទៅម៉ារូនោះគឺជាបិសាចខ្សាច់ពណ៌លឿងដែលបានរត់គេចពីទីកន្លែងដែលជ្រៅបំផុតម៉ារូលើដូចនេះគេក៏មិនគិតថានោះគឺជាបិសាចខ្សាច់ពណ៌លឿងពីព្រោះតែគេឃើញថាវាអាចនិយាយបានហើយវាក៏មានភ្នែកផងដែរប៉ុន្តែលោកនាយកអេដុលក៏បន្តប្រាប់គេទៀតថារឿងនេះក៏ព្រោះតែគេគឺជាព្រះមួយអង្គនៅក្នុងចំណោមព្រះទាំង8ដែលវាមានអធិភាពខ្ពស់ជាងបិសាចខ្សាច់ពណ៌លឿងធម្មតាហើយគេក៏ទទួលបានសមត្ថភាពយ៉ាងអស្ចារ្យពីស្ដេចនៃទីជ្រៅបំផុតវាមិនដូចជាបិសាចខ្សាច់ពណ៌លឿងផ្សេងទៀតទេដែលត្រូវបានជំរុញដោយសភាវគតិដើម្បីសម្លាប់គេផ្លាស់ទៅទីនោះពីព្រោះតែគេមានបំណងចំណែកឯព្រះទាំង8ធ្វើសកម្មភាពតាមឆន្ទៈរបស់ពួកគេបន្ទាប់មកយើងក៏កាត់មកខាងការប្រយុទ្ធគ្នានេះវិញគឺគោលដៅរបស់អេដុលផ្ដោតទៅលើបងស្រីយ៉ុងអ៊ុននៅពេលដែលគេសម្លាប់បងស្រីយ៉ុងអ៊ុនអ្វីៗនឹងត្រូវចប់ហើយខាងឆាណានេះគេក៏ដឹងដូចគ្នាគេក៏ប្រាប់ឲ្យគ្នារបស់គេការពីបងស្រីយ៉ុងអ៊ុននិយាយទៅពួកគេទាំងអស់គ្នាមិនទាន់បានទៅលើចិត្តបិសាចខ្សាច់ពណ៌លឿងមួយនោះផងក៏ត្រូវបានស្លាប់ភ្លាមៗបាត់ទៅហើយប្រសិនបើពួកគេមិនមានបងស្រីយ៉ុងអ៊ុននោះទេច្បាស់ណាស់ថាពួកគេនឹងទៅស្លាប់មែនទែនជាមិនខានហើយពួកគេទាំងអស់គ្នាតែងតែត្រូវបងស្រីយ៉ុងអ៊ុនជួយជាប់រហូតទោះបីជាពួកគេស្លាប់ប៉ុន្មានដងទៀតក៏ដោយពួកគេទាំងអស់គ្នាពិតជាខំព្យាយាមទប់ទល់ជាមួយនឹងបិសាចខ្សាច់ពណ៌លឿងអេដុលខ្លាំងណាស់ប៉ុន្តែយើងទាំងអស់គ្នាមើលទៅស្ថានភាពដូចជាមិនមានគីឡូអីជាមួយនឹងអេដុលឡើយឲ្យតែថាកំរាគឺស្លាប់ឲ្យតែថាកំរាគឺស្លាប់តែម្ដងអេដុលនៅក្នុងលំហនេះវិញគេក៏និយាយប្រាប់ទៅកាន់ម៉ារូបន្តទៀតថាអ្នកដែលទទួលបានសមត្ថភាពអំពីស្ដេចនោះគេនឹងមានសមត្ថភាពខ្លាំងដែលមិនគួរឲ្យជឿអ្នកមិនគួរទប់ទល់ជាមួយនឹងព្រះទាំង8នោះទេពីព្រោះតែអ្នកប្រើប្រាស់សមត្ថភាពធម្មតានឹងមិនមានឱកាសទប់ទល់ជាមួយនឹងពួកគេឡើយត្រឡប់មកកាន់បងស្រីយ៉ុងអ៊ុននៅពេលនេះគាត់ខ្សោយណាស់ទៅហើយដោយសារតែប្រើកម្លាំងច្រើនពេកបិសាចខ្សាច់ពណ៌លឿងអេដុលគេសើចសប្បាយជាខ្លាំងនិងនិយាយទៅកាន់បងស្រីយ៉ុងអ៊ុនថាអេនាយកយ៉ុងអ៊ុនតើប៉ុន្មានដងហើយដែលអ្នកទាញពេលវេលាថយក្រោយហេតុអីបានជាអ្នកទាំងអស់គ្នាមិនព្រមទទួលយកហើយស្លាប់ទៅបើយើងក៏លេចមើលទៅកាន់បងស្រីយ៉ុងអ៊ុនម្ដងទៀតគឺគាត់ដល់កម្រិតរបស់គាត់ទៅហើយពីព្រោះនៅពេលដែលគាត់ប្រើសមត្ថភាពគឺគេកាត់អាយុរបស់គាត់5ឆ្នាំហើយចឹងហើយធ្វើឲ្យគាត់ទ្រុឌទ្រោមនិងចាស់ខ្លាំងមែនទែនដោយបងស្រីយ៉ុងអ៊ុនគាត់បានគិតថាតើយើងនឹងធ្វើតាមបញ្ជាសត្វចម្លែកមួយនេះដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងបិសាចខ្សាច់ពណ៌លឿងមែនទេចំណែកឯបិសាចខ្សាច់ពណ៌លឿងអេដុលគាត់ក៏សួរទៅកាន់ពួកគេថាពួកគេតស៊ូបានប៉ុណ្ណាទៀតបន្ទាប់មកបិសាចខ្សាច់ពណ៌លឿងអេដុលគេក៏ចាប់ផ្ដើមប្រើសមត្ថភាពដ៏អស្ចារ្យរបស់គេចេញមកដែលយើងឃើញខ្លងទ្វារជាច្រើនបានបង្ហាញនៅទីនោះហើយបិសាចខ្សាច់ពណ៌លឿងមួយនោះវាបានប្រាប់ថាយើងនឹងធ្វើឲ្យរឿងនេះក្លាយទៅជារឿងដ៏គួរឲ្យចាប់អារម្មណ៍ជាងនឹងទៅទៀតបន្ទាប់មកវាក៏ទម្លាក់បិសាចខ្សាច់ពណ៌លឿងជាច្រើនចេញពីច្រកទ្វារទាំងអស់នោះដែលធ្វើឲ្យអ្នកទាំងអស់គ្នាចាប់ផ្ដើមកាន់តែពិបាកនៅក្នុងការទប់ទល់ទៅទៀតពីព្រោះតែត្រឹមតែបិសាចខ្សាច់ពណ៌លឿងអេដុលក៏ពួកគេមិនអាចទប់ទល់បានផងចុះទម្រាំតែទម្លាក់បិសាចខ្សាច់ពណ៌លឿងលើច្រើនបែបនេះតើនឹងឲ្យពួកគេយកឈ្នះបានយ៉ាងម៉េចទៅធម្មតាពួកគេតែងតែប្រយុទ្ធជាមួយនឹងបិសាចខ្សាច់ពណ៌លឿងមួយឬពីរតែប៉ុណ្ណោះយើងមិនដឹងថាពួកគេទាំងអស់គ្នានឹងទប់ទល់យ៉ាងម៉េចនោះទេប៉ុន្តែយើងខាត់មកខាងម៉ារូវិញដែលម៉ារូកំពុងតែនិយាយជាមួយនឹងអេដុលពិតប្រាកដម៉ារូគេក៏សួរទៅកាន់អេដុលថាតើអ្វីទៅជាគោលដៅពិតប្រាកដរបស់បិសាចខ្សាច់ពណ៌លឿងតើហេតុអ្វីបានជាព្រះនៅក្នុងចំណោមព្រះទាំង8តតាំងជាមួយនឹងអ្នកដទៃទៀតបន្តមកលោកនាយកអេដុលក៏និយាយប្រាប់បន្ទាប់ពីគេបានរត់ចេញអំពីទីជម្រៅមកគេក៏បានក្លាយទៅជាសត្រូវរបស់ស្ដេចហើយលើនេះគេក៏ព្យាយាមប្រើប្រាស់មនុស្សដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងទីជម្រៅទាំងអស់នោះអញ្ចឹងគឺមានន័យថាក្រុមមន្ត្រីបិសាចខ្សាច់ពណ៌លឿងទាំងអស់គឺគ្រាន់តែជាកូនអុករបស់បិសាចខ្សាច់ពណ៌លឿងអេដុលតែប៉ុណ្ណោះបន្ទាប់មកម៉ារូក៏សួរទៅ
កាន់លោកនាយកអេដុលបន្តទៀតអញ្ចឹងប្រសិនបើយើងសម្លាប់បិសាចសាច់ពលលឿងអេដុលទៅយើងនឹងមិនឈប់សង្គ្រាមបានមែនទេប៉ុន្តែលោកអេដុលក៏បានប្រាប់ទៅវិញថាអត់ទេវាពិតជាយឺតពេលពេកហើយសម្រាប់រឿងនេះសង្គ្រាមនៃទីជម្រៅវាបានចាប់ផ្ដើមរួចមកហើយម៉ារូក៏គេនិយាយទៅកាន់អេដុលបន្តទៀតប៉ុន្តែប្រសិនបើបិសាចខ្សាច់ពលលឿងអេដុលស្លាប់អញ្ចឹងអ្នកប្រហែលជាអាចត្រឡប់ទៅរាងកាយរបស់អ្នកវិញបានលោកនាយកអេដុលបាននិយាយទៅវិញថាអត់ទេយើងនឹងនាំឯងចេញពីទីនេះស្មារតីរបស់ខ្ញុំទាំងអស់ត្រូវបានចម្លងនៅទីនេះដូច្នេះហើយខ្ញុំមិនអាចរត់គេចចេញបានទេប៉ុន្តែម៉ារូគេក៏នៅតែនិយាយថាស៊ុនវូដែលជាកូនប្រុសរបស់អ្នកកំពុងតែរងចាំអ្នកនៅខាងក្រៅក្រោយពីលើម៉ារូនិយាយបែបនេះគាត់ក៏ញញឹមហើយហៅឈ្មោះរបស់ស៊ុនវូប៉ុន្តែគាត់បែរជានិយាយថាហារវៃបានជាក្មេងអាយុ5ឆ្នាំអ្នកដែលគួរតែនៅសាលាមត្តេយ្យនៅទីនេះវាយូរណាស់មកហើយតាំងពីខ្ញុំធ្លាប់និយាយលើកចុងក្រោយវាពិតជាហត់ណាស់ខ្ញុំត្រូវការត្រឡប់ទៅជួបប្រពន្ធហើយនឹងកូនរបស់ខ្ញុំដោយអេដុលក៏ចង់មានន័យថាគាត់បាននិយាយពាក្យថាចង់ត្រឡប់ទៅផ្ទះជួបប្រពន្ធកូនច្រើនដងមកហើយប៉ុន្តែវាមិនបានផលសោះវាបានត្រឹមតែនិយាយប៉ុណ្ណោះគាត់និយាយឡើងហត់ទៅហើយអញ្ចឹងក៏គ្មានផ្លូវដែលគាត់អាចចេញទៅបានដែរចំណែកឯម៉ារូនៅតែនិយាយលើទឹកចិត្តគាត់នឹងចង់ឲ្យគាត់ចេញទៅខាងក្រៅប្រកាសជាមានផ្លូវណាមួយជាមិនខានហើយវាច្បាស់ជាមានផ្លូវមួយសម្រាប់ឲ្យអ្នកទាំងពីររត់គេចផងដែរប៉ុន្តែលោកអេដុលក៏និយាយទៅវិញថាអត់ទេវានឹងមិនអាចទៅរួចឡើយដែលចង់ចាចេញពីលំហមួយនេះបន្ទាប់ពីពួកគេនិយាយគ្នាប្លង់របស់យើងគឺកាត់មកការប្រយុទ្ធគ្នារវាងបិសាចខ្សាច់ពណ៌លឿងជាមួយនឹងមនុស្សវិញពួកគេទាំងអស់គ្នាទប់ទល់ជាមួយនឹងបិសាចខ្សាច់ពណ៌លឿងបណ្ដានិងការពារបងស្រីយងអ៊ុនបណ្ដាពីព្រោះតែបងស្រីយងអ៊ុនគាត់មិនអាចធ្វើអ្វីបានក្រៅពីទាញពេលវេលារបស់ពួកគេឲ្យត្រឡប់មកវិញឡើយចំណែកឯបិសាចខ្សាច់ពណ៌លឿងអេដុលនេះវិញគេឈរមើលការប្រយុទ្ធនោះទាំងសប្បាយចិត្តនិងបាននិយាយថានៅដល់ចំណុចនេះតើខ្ញុំគួរតែដកបិសាចខ្សាច់ពណ៌លឿងទាំងអស់នេះចេញដែរឬទេភ្លាមនោះយើងក៏បានឃើញថាមពលរបស់អេដុលសម្រាប់ទៅលើបិសាចខ្សាច់ពណ៌លឿងដែលគេហាក់បីដូចជាកំពុងតែលេងសើចជាមួយនឹងក្រុមរបស់ឆាណាពីព្រោះតែគេសម្លាប់តែបិសាចខ្សាច់ពណ៌លឿងប៉ុណ្ណោះប៉ុន្តែវាមិនអញ្ចឹងឡើយបន្ទាប់ពីសម្លាប់បិសាចខ្សាច់ពណ៌លឿងទាំងអស់រួចហើយអេដុលក៏បង្រួមលំហដែលព័ទ្ធជុំវិញគ្នារបស់ឆាណានោះឲ្យវាកាន់តែតូចទៅនិងសម្រាប់ពួកគេយកតែម្ដងបងស្រីយងអ៊ុនគាត់គិតថានៅពេលនេះពួកគេទាំងអស់គ្នាច្បាស់ជាចប់ហើយប៉ុន្តែរឿងដ៏អស្ចារ្យក៏ត្រូវបានកើតឡើងដែលយើងឃើញដៃរបស់មនុស្សចេញពីច្រកទ្វារនោះគឺជាម៉ារូបានហក់ចេញពីច្រកទ្វារមកនិងសម្ដៅទៅពីក្រោយខ្នងរបស់បិសាចខ្សាច់ពណ៌លឿងអេដុលបានក៏លេចឃើញម៉ារូគេពិតជាភ្ញាក់ផ្អើលជាខ្លាំងដោយមិននឹកស្មានថាមនុស្សអាចមានសមត្ថភាពចេញពីលំហរបស់គេបានទេឆាណាឯនេះវិញគេក៏មិននឹកស្មានដូចគ្នាប៉ុន្តែវាគឺជាការសប្បាយចិត្តមួយផងដែរដែលមានវត្តមានរបស់ម៉ារូត្រឡប់មកវិញហើយយើងក៏ឃើញម៉ារូហក់យាកណ្ដាប់ដៃរបស់គេទៅកាន់បិសាចខ្សាច់ពណ៌លឿងអេដុលនោះត្រឡប់មក1នាទីមុនវិញដែលអេដុលពិតប្រាកដកំពុងតែនិយាយជាមួយនឹងម៉ារូនោះហើយគាត់នឹងបានប្រាប់ថាវានឹងមានផ្លូវដែលអាចរត់គេចចេញពីទីនេះបានទេប៉ុន្តែម៉ារូនៅតែជំនះថាគេប្រកាសជាអាចរត់ចេញបានប៉ុន្តែភ្លាមនោះក៏មានបិសាចខ្សាច់ពណ៌លឿងមួយក្បាលមកពីក្រោយម៉ារូនៅធ្វើការបំរុងនឹងខំគេតែម្ដងម៉ារូក៏ឃើញទាន់នឹងវាយទៅលើវាមួយដៃភ្លាមបណ្ដាលវាងាប់បាត់ទៅហើយគេក៏ឆ្ងល់ថាតើហេតុអ្វីបានជាបិសាចខ្សាច់ពណ៌លឿងនៅទីនេះប៉ុន្តែគេក៏ស្រមៃនៅពេលដែលគេនិយាយជាមួយនឹងណាមយូសុកទឹកមុខរបស់ម៉ារូភ្ញាក់ផ្អើលនៅពេលដែលណាមយូសុកគេប្រាប់ថាមានច្រកទ្វារមួយមិនបានបិទអស់រយៈពេល3ថ្ងៃហើយក៏មានបាតុភូតដ៏ចម្លែកកើតនៅទីក្រុងប៊ូសាននៅពេលនោះលោកនាយកអេដុលក៏បានយកច្រកមួយចូលទៅក្នុងលំហរបស់គាត់លោកនាយកអេដុលពិតជាមនុស្សដែលអស្ចារ្យណាស់មែនអត់ពិតមែនហើយអ្វីដែលណាមយូសុកគាត់និយាយគឺមិនខុសឡើយនៅក្នុងលំហខ្មៅនោះក៏មានច្រកទ្វារមួយដែលកាលនោះបិសាចខ្សាច់ពណ៌លឿងអេដុលវាបានយកមកទុកនៅទីនឹងហើយវាក៏ជាឱកាសរបស់ម៉ារូសម្រាប់រត់ចេញផងដែរមិនចាំយូរម៉ារូក៏រត់សម្ដៅទៅខ្លោងទ្វារមួយនោះហើយតើម៉ារូរបស់យើងអាចចេញចូលខ្លោងទ្វារដូចជាបិសាចខ្សាច់ពណ៌លឿងបានដែរឬទេម៉ារូនៅពីមុខខ្លោងទ្វារដែលគេមិនដឹងថាមានអ្វីដែលកំពុងតែរងចាំគេនៅខាងក្នុងទ្វារនោះប៉ុន្តែនេះគឺជាច្រកតែមួយគត់ដែលគេអាចរត់ចេញបានហើយចឹងហើយម៉ារូក៏ធ្វើដំណើរតាមខ្លោងទ្វារមួយនោះនៅពេលដែលគេធ្វើដំណើរចូលទៅគឺចេញមកដល់ទីកន្លែងមួយហើយម៉ារូក៏មិនដឹងថាទីនោះគឺជាកន្លែងណាដែរវាមើលទៅដូចជាមិនមែនពិភពរបស់មនុស្សឡើយដីមានសភាពក្រៀមក្រោះមើលទៅវាដូចជាមិនមែនកន្លែងសម្រាប់មនុស្សអាចរស់នៅបានហើយពណ៌នៅទីនោះក៏ក្រហមឆ្អិនឆ្អៅហាក់បីដូចជាឋាននរកភ្លាមនោះក៏មានខ្សាច់ពណ៌លឿងបង្ហាញឡើងនឹងធ្វើឲ្យម៉ារូថប់ដង្ហើមស្មារតីរបស់គេមិននឹងណូបន្តិចក្រោយមកស្រាប់តែមានបិសាចខ្សាច់ពណ៌លឿងមួយក្បាលដែលវាងើបផុសចេញមកពីកន្លែងនោះយើងមើលទៅរូបរាងរបស់វាក៏ដឹងថាជាមេតំបន់ដែរដែលយើងធ្លាប់បានឃើញរួចមកហើយកាលពីលើដំបូងនឹងឯងមិនត្រឹមតែប៉ុណ្ណោះនៅទីនោះពោពេញដោយបិសាចខ្សាច់ពណ៌លឿងបន្ទាប់មកដីក៏ប្រែជាញ័រសំឡេងរំខានក៏ខ្លាំងខ្សាច់ពណ៌លឿងបានគ្របដណ្ដប់ពីពេញទីនោះសម្រែកនៃបិសាចខ្សាច់ពណ៌លឿងជាច្រើនស្រែកមកដាក់ម៉ារូនិងដេញតាមវាប្រហារម៉ារូភ្លាមដែលធ្វើឲ្យម៉ារូសម្រែកចិត្តត្រូវរត់គេចពីពួកវាតែម្ដងតែម៉ារូគេមិនទាន់ដឹងថាគេនឹងត្រូវទៅទីណាឡើយប៉ុន្តែរត់បានបន្តិចម៉ារូស្រាប់តែឃើញខ្លោងទ្វារមួយដោយមិនចាំឲ្យបិសាចខ្សាច់ពណ៌លឿងសម្លាប់ខ្លួននោះទេ
มารูก็សម្រេចចិត្តហក់ភ្លាមទៅរកខ្លាំងទ្វារមួយនោះនៅពេលដែលម៉ារូគេហក់ទៅយើងក៏បានឃើញបិសាចទាំងនោះហក់ទៅតាមផងដែរខ្លាំងទ្វារមួយនោះហើយដែលធ្វើឲ្យម៉ារូចេញមកខាងក្រៅបាននិងមកពីក្រោយដើម្បីវាយប្រហារបិសាចសាច់ពលលឿងអេដុលនឹងឯងប៉ុន្តែអេដុលមិនអាចឲ្យគេវាយត្រូវឡើយដូច្នេះហើយគេក៏បានផ្លាស់ទីភ្លាមបន្ទាប់ពីឃើញម៉ារូគ្នារបស់គេដែលកំពុងទទ្រាំនេះពិតជាភ្ញាក់ផ្អើលជាខ្លាំងម៉ារូគេញញឹមសួរទៅកាន់ពួកគេទាំងអស់គ្នាថាតើអ្នកទាំងអស់គ្នាអត់អីទេអត់អីយ៉ាងម៉េចបងឯងមកយឺតតែបន្តិចនឹងខ្ញាប់ហើយបន្ទាប់មកម៉ារូក៏សម្លឹងទៅមើលបិសាចសាច់ពលលឿងមួយនោះថាគេនឹងប្រយុទ្ធនៅទីនេះប៉ុន្តែស៊ុនវូក៏ស្រែកទៅប្រាប់គេថាកុំលេងសើចអញមិនអាចចូលទៅជិតបិសាចលំហនេះបានទេម៉ារូមើលទៅគេដូចជាមិនខ្វល់អំពីសម្ដីស៊ុនវូឡើយគេនៅតែជឿជាក់នៅក្នុងចិត្តរបស់គេថាគេនឹងអាចឈ្នះវាបន្ទាប់មកបិសាចសាច់ពលលឿងលំហមួយនេះវាក៏សួរទៅកាន់ម៉ារូថាម៉ារូតើឯងធ្វើយ៉ាងម៉េចដើម្បីគេចចេញពីលំហខ្មៅរបស់យើងបានប៉ុន្តែស្រាប់តែបិសាចសាច់ពលលឿងលំហនោះវាក្រឡេកក្រោយនឹងឃើញថាពលពណ៌បៃតងដ៏ខ្លាំងមួយបានបង្ហាញឡើងរួចក៏បាញ់ទៅលើបិសាចសាច់ពលលឿងលំហបិសាចពណ៌ក្រហមមិញវាក៏ស្រែកឡើងថាយើងរកឯងឃើញហើយបន្ទាប់មកថាពលពណ៌បៃតងមួយនោះក៏ស្រូបទាញបិសាចសាច់ពលលឿងមួយនឹងហើយក៏ដកយកអ្វីមួយយ៉ាងចេញពីក្នុងខ្លួនរបស់គេបន្ទាប់ពីឃើញបែបនេះបិសាចសាច់ពលលឿងលំហវាក៏ចាប់ផ្ដើមប្រើកម្លាំងរបស់វាដើម្បីបិទច្រកទ្វារនិងធ្វើឲ្យបិសាចសាច់ពលលឿងទាំងអស់ក៏ចាប់ផ្ដើមដកថយចេញពីទីនោះស្រមោលនៃមេអូនពណ៌ក្រហមនឹងក៏នៅតែតាមចាប់បិសាចសាច់ពលលឿងលំហនេះនៅទីបំផុតបិសាចសាច់ពលលឿងលំហវាក៏អាចបិទច្រកទ្វារបានប៉ុន្តែគេក៏ត្រូវបានបាត់បង់ធម្មពលមួយចំនួនដែលត្រូវបានផ្ដល់ដោយស្ដេចនៃទីជម្រៅរឿងនេះផងដែរគឺធ្វើឲ្យបិសាចសាច់ពលលឿងមួយនេះមានការខឹងសម្បារជាមួយនឹងម៉ារូខ្លាំងមែនទែនវាក៏ស្រែកឡើងថានេះគឺជាកំហុសរបស់ឯងហើយក៏ឈោតលំហទៅលើម៉ារូផាច់អ្វីៗគឺយើងនឹងច្បាស់ហើយថាមិនអាចគេចទាន់ឡើយនៅពេលដែលគេប្រើសមត្ថភាពលំហនោះចំណែកឯអ្នកគ្រប់គ្នាកំពុងតែឈរមើលម៉ារូនេះពិតជាភ្ញាក់ផ្អើលជាខ្លាំងហើយក៏បារម្ភអំពីម៉ារូផងដែរប៉ុន្តែហើយសមត្ថភាពនៃលំហក៏ត្រូវបានបណ្ដាច់ក្បាលរបស់ម៉ារូភ្លាមបងស្រីយ៉ុងអ៊ុនក៏ចង់ទាញពេលវេលាថយក្រោយប៉ុន្តែឆាណាក៏មកចាប់ដៃរបស់នាងជាប់និងមិនព្រមឲ្យនាងធ្វើបន្តទៀតទេហើយឲ្យមើលទៅកាន់ម៉ារូនៅពេលនោះរាងកាយរបស់គេក៏ចាប់ផ្ដើមរឹងនិងព្រះសម្បកថ្មីមួយចេញមកម្ដងទៀតជាមួយនឹងការឡើង level មួយកម្រិតទៀតផងដែរមិនចាំបាច់ប្រាប់យើងក៏ដឹងថាជាសមត្ថភាពរបស់អ្នកណាដែរបន្ទាប់មកបិសាចសាច់ពលលឿងលំហនេះវាក៏ចាប់ផ្ដើមវាយជាបន្តទៀតខ្លួនប្រាណរបស់ម៉ារូក៏ដាច់ជាបន្តផងដែរដែលធ្វើឲ្យបងស្រីយ៉ុងអ៊ុនពិតជាភ្ញាក់ផ្អើលមែនទែនដែលគាត់មិនដឹងថានេះគឺជាអ្វីឡើយពីព្រោះតែវាគឺជាលើកទី1របស់គាត់ដែលបានឃើញបែបនេះបិសាចសាច់ពលលឿងលំហវានៅតែប្រើសមត្ថភាពរបស់វាជាបន្តកាត់ទៅលើរាងកាយរបស់ម៉ារូប៉ុន្តែម៉ារូនៅតែអាចប្រេះសម្បករបស់គាត់ចេញមករហូតដែលធ្វើឲ្យបរិសុទ្ធសង្ហារបស់យើងទាំងពីរនាក់នេះវិញនាំគ្នានិយាយថាតើម៉ារូគឺជាមនុស្សឬអត់មិនត្រឹមតែប៉ុណ្ណោះសូម្បីតែស៊ុនវូក៏កាត់សរសើរជាមួយនឹងម៉ារូផងដែរយើងគ្រាន់តែមើលទៅកាន់សម្បករបស់ម៉ារូទៅគឺដឹងហើយថាវាច្រើនប៉ុណ្ណាគេប្រោះសម្បកចេញរហូតដល់មកបិសាចសាច់ពលលឿងលំហតែម្ដងនិងសម្បកចុងក្រោយរបស់ម៉ារូបានវាយទៅលើបិសាចសាច់ពលលឿងលំហប៉ុន្តែបិសាចសាច់ពលលឿងលំហមួយនោះវាក៏វាប្រហារទៅបន្ទាប់ទៀតអញ្ចឹងហើយម៉ារូនៅពេលនេះគេគឺមាន level 10ដូច្នេះហើយមិនអាចសម្លាប់បានដោយងាយនោះទេអញ្ចឹងហើយគេក៏កិច្ចនឹងការវាប្រហារមួយនោះផុតបន្ទាប់មកទៀតម៉ារូក៏ហក់អោបទៅលើបិសាចសាច់ពលលឿងលំហនិងប្រើជំនាញឆ្កែរបស់ខ្លួនខំទៅលើបិសាចលំហនោះឆ្កែតែខំហើយប្រសិនបើយើងមិនដោយវាខំឬក៏មិនខ្វាយខ្វល់អំពីវាក៏ដូចជាចាក់វ៉ាក់សាំងការពារនោះប្រកាសជាមិនអាចមើលជំងឺឆ្កែឆ្កួតជាបានទេប៉ុន្តែអ្វីដែលយើងមិននឹកស្មានដល់នោះក៏ត្រូវបានកើតឡើងដែលអ្នកគ្រប់គ្នាកំពុងតែឈរមើលនេះគិតថាវាចប់បាត់ទៅហើយប៉ុន្តែវាក៏ប្រែទៅជាអំបិលទៅវិញពីព្រោះតែធ្មេញរបស់ម៉ារូគឺមិនអាចខាំស្បែករបស់វាដាច់ឡើយត្រឹមតែធ្វើឲ្យវាមានស្នាមបន្តិចតែប៉ុណ្ណោះដូចជាគេខំលេងអញ្ចឹងម៉ារូរបស់យើងអំបញ្ញមិញឡើងទំនងតែមកដល់ពេលនេះទើបដឹងថាកាក់ខ្លាំងមែនទែនហើយធ្វើឲ្យ admin មានការអស់សង្ឃឹមជាខ្លាំងម៉ារូគេព្យាយាមប្រើសមត្ថភាពបិសាចជាច្រើនរបស់គេប៉ុន្តែគេមានអារម្មណ៍ថាវាហាក់បីដូចជាខុសពីធម្មតាបន្តិចក្រោយមកម៉ារូក៏មកដល់ទីលំហម្ដងទៀតដោយយើងលើបិសាចសាច់ពលលឿងនោះវានិយាយថាឯងនឹងសោកស្ដាយម៉ារូខំក្រឡេកមើលវាប៉ុន្តែមិនឃើញឡើយវាក៏បន្តទៀតថាឯងនឹងសោកស្ដាយប្រសិនបើឯងហ៊ានស៊ីយើងបិសាចស៊ីច្រើនដែលអាចយកសមត្ថភាពរបស់គេបានឯងនេះត្រូវបានបញ្ជូនមកផែនដីដើម្បីលួចធម្មពលជាមួយនឹងសមត្ថភាពរបស់យើងមែនទេតើឯងនៅមានគម្រោងការទុកឲ្យអ្នកដែលនៅទីជម្រៅនោះប្រើឯងបានយូរប៉ុណ្ណាហើយតើឯងចង់ត្រឡប់ទៅឋានសួគ៌ដែលដូចគុកនោះវិញទេភាពងងឹតកន្លែងដែលឯងប្រយុទ្ធស្លាប់ហើយកើតជារៀងរហូតនោះបន្ទាប់មកម៉ារូគេក៏និយាយទៅវិញថាហេតុអ្វីបានជាឯងចង់បានវានោះហើយហេតុអ្វីបានជាខ្ញុំទៅភ្លាមនោះម៉ារូមិនទាន់បានទាំងនិយាយតផងវាក៏ច្បាច់ក៏ម៉ារូភ្លាមដល់គេបាននិយាយទៅកាន់ម៉ារូថាមិនមែនជាឯងទេយើងកំពុងតែនិយាយជាមួយនឹងបិសាចខ្សាច់ពលលឿងនៅក្នុងខ្លួនរបស់ឯងហើយឯងនៅតែមិនអាចគ្រប់គ្រងរាងកាយរបស់មនុស្សបានទាំងឯងគឺជាម្នាក់នៃព្រះទាំង8គ្រាន់តែនិយាយប៉ុណ្ណេះសត្វឆ្កែដែលដេកលក់ក៏បានដឹងខ្លួនវិញហើយវាក៏កំពុងតែនៅក្នុងខ្លួនរបស់ម៉ារូផងដែរនៅពេលដែលវាដឹងខ្លួនគឺថាកាចខ្លាំងមែនទែ
តែនពីព្រោះតែវាកំពុងតែព្យាយាមដោះខ្លួនឯងឲ្យមានសេរីភាពម៉ារូដែលកំពុងតែត្រូវគេច្របាច់កគឺថាពិបាកវេទនាជាខ្លាំងរួចឲ្យបិសាចមួយនោះវាក៏និយាយបន្តឈប់តស៊ូទៀតទៅមនុស្សដែលមានកម្លាំងធម៌ពលរបស់ព្រះទាំង8ទីបំផុតវានឹងត្រូវបាត់បង់ស្មារតីដូច្នេះហើយយើងក៏អាចទៅប្រឆាំងជាមួយនឹងទីជម្រៅបិសាចស៊ីច្រើនឯងនឹងមានសេរីភាពតោះទៅកំទេចគុករបស់យើងទីជម្រៅប្រើសមត្ថភាពរបស់យើងដូចជាស្ដេចបិសាចខ្សាច់ពណ៌លឿងលំហមួយនេះវាកំពុងតែធ្វើការដាក់បិសាចស៊ីច្រើនដែលនៅក្នុងខ្លួនរបស់ម៉ារូនៅពេលនោះផងដែរខ្លួនប្រើរបស់ម៉ារូក៏ត្រូវបានប្រែកាយបន្តិចម្ដងគេប្រែកាយដូចជាបិសាចខ្សាច់ពណ៌លឿងអញ្ចឹងមានដៃនិងមាត់ជាច្រើននៅជុំវិញខ្លួនរបស់គេប៉ុន្តែម៉ារូគេក៏ព្យាយាមរើបំរាស់នៃការក្រោកឡើងវិញរបស់បិសាចខ្សាច់ពណ៌លឿងមួយនោះដោយគេបាននិយាយថាកុំយកខ្ញុំមកលេងសើចខ្ញុំមិនព្រមឲ្យរឿងនេះកើតឡើងដាច់ខាតឯងនឹងមិនប្រើមនុស្សដើម្បីតែផលប្រយោជន៍របស់ឯងទេហើយខ្ញុំនឹងបញ្ឈប់បិសាចខ្សាច់ពណ៌លឿងដែលកាន់កាប់រាងកាយរបស់ខ្ញុំយើងនឹងលេបរបស់ឯងហើយនឹងបញ្ចប់រឿងនេះដោយខ្លួនរបស់យើងផ្ទាល់ម៉ារូនៅពេលនេះគឺពិបាកក្នុងការបែងចែកជាខ្លាំងខ្លួននៅពេលនេះទប់ទល់ជាមួយនឹងបិសាចខ្សាច់ពណ៌លឿងលំហផងនិងប្រឆាំងជាមួយនឹងបិសាចខ្សាច់ពណ៌លឿងដែលចង់កើតឡើងនៅក្នុងខ្លួនរបស់គេផងប៉ុន្តែនៅទីបំផុតគេក៏អាចយកឈ្នះវាបាននិងខំទៅលើបិសាចលំហហើយគេក៏ខំមុតផងដែរនិងធ្វើឲ្យវាមានរបួសបន្តមកម៉ារូក៏បន្តខំរហូតតតែខ្លួនឯងសន្លប់បាត់បង់ស្មារតីតែម្ដងហើយគេក៏ផ្ងាកក្រោយដួលទៅលើរង្វង់ដៃរបស់ឆាណាអ្វីដែលយើងបានឃើញនៅពេលនេះគឺពួកគេដួលទាំងពីរនាក់ទាំងម៉ារូជាមួយនឹងបិសាចខ្សាច់ពណ៌លឿងលំហប៉ុន្តែយើងមើលទៅស្ថានភាពមួយនោះបិសាចខ្សាច់ពណ៌លឿងលំហហាក់បីដូចជាជិះរយបាត់ទៅហើយម្យ៉ាងវិញទៀតលោកនាយកអេដុលពិតប្រាកដក៏បានចេញមកដូចគ្នាហើយរាងកាយរបស់គាត់គឺស្គមពោពេញដោយឆ្អឹងជំនីមិនត្រឹមតែប៉ុណ្ណោះមើលទៅគាត់ដូចជាស្លាប់ដូចគ្នានៅពេលនោះផងដែរសិនវូក៏បានយកអាវទៅគ្របគាត់ហើយអ្វីៗក៏ត្រូវបានបញ្ចប់នៅពេលនេះកំឡោះសង្ហារបស់យើងទាំងពីរនាក់ជាពិសេសកំឡោះសង្ហាក្បាលសិតពិតជាសរសើរទៅកាន់ម៉ារូខ្លាំងមែនទែនថាឃើញម៉ារូរបស់គេគឺធ្វើវាបានបន្ទាប់ពីបិសាចខ្សាច់ពណ៌លឿងលំហបានស្លាប់ហើយមិនដឹងថាមានរឿងអ្វីកើតឡើងបន្តទៀតនោះទេយើងមានតែរងចាំមើលទាំងអស់គ្នាតែប៉ុណ្ណោះហើយពួកគេក៏ត្រឡប់ទៅទីកន្លែងរបស់ពួកគេវិញនៅពេលនេះសាច់រឿងរបស់យើងក៏កាត់មកខាងដមវិញគឺដមរបស់ម៉ារូនឹងឯងដែលយើងឃើញពួកគេទាំងអស់គ្នាកំពុងតែអង្គុយពិភាក្សាគ្នានៅក្នុងដមនៅទីនោះក៏មានវត្តមានរបស់លោកមីក្រុមខេមែនដែរពួកគេសឹងតែមិនអាចជឿបាននៅពេលដែលម៉ារូគេនិយាយថាអេដុលគឺជាម្នាក់នៅក្នុងចំណោមព្រះទាំង8ចំណែកឯលោកមេក្រុមខេមែនគាត់ក៏បាននិយាយថាខ្ញុំបានដឹងខ្លះៗអំពីរឿងនេះប៉ុន្តែខ្ញុំនឹងមិនគិតថាបិសាចខ្សាច់ពណ៌លឿងគឺជាលោកនាយកអេដុលឡើយកំពុងតែនិយាយគ្នាកំឡោះសង្ហារបស់យើងក៏រអ៊ូថាបន្ទប់មួយនេះគឺទូចពេកហើយណាមួយក្លិនស្អុយទៀតបន្ទាប់មកបងស្រីយងអ៊ុនក៏និយាយទៅកាន់លោកមេក្រុមខេមែនថាលោកមេក្រុមខេមែនដំបងឡើយយើងក្រុងនឹងហៅការប្រជុំជាបន្ទាន់នៅទីស្នាក់ការកណ្ដាលប្រចាំតំបន់ទាំងអស់ប៉ុន្តែខ្ញុំគិតថាវាជាការប្រសើរនៅក្នុងការប្រឹក្សាជាមួយអ្នកជាមុនសិនអញ្ចឹងតែយើងគួរតែធ្វើយ៉ាងម៉េចទៅលោកមេក្រុមខេមែនក៏និយាយតបវិញថានៅពេលដែលយើងប្រកាសនៅរឿងនេះវានឹងធ្វើឲ្យមហាជនមានការភ័យស្លន់ស្លោជាមិនខានរដ្ឋាភិបាលនឹងមិនអង្គុយនៅដោយស្ងៀមស្ងាត់ឡើយអង្គការនេះនឹងអាចដួលរលំភ្លាមទាំងស្រុងសម្រាប់ពេលនេះយើងនឹងទុកឲ្យវានៅអញ្ចឹងរហូតដល់យើងរកឃើញដំណោះស្រាយណាមួយយើងត្រូវការពារការលេចធ្លាយចេញព័ត៌មានទាំងអស់នេះទៅខាងក្រៅអំឡុងដែលពួកគេនិយាយគ្នាគឺថាកំឡុងសង្ហារបស់យើងទាំងពីរនាក់ខ្ពើបន្ទប់នឹងខ្លាំងមែនទែនពីព្រោះថាបន្ទប់មួយនឹងគឺក្រិចបំផុតហើយគេបបួលគ្នាថាយើងគួរតែសម្អាតបន្ទប់នឹងសិនទៅក្លិនវាពិតជាអាក្រក់ខ្លាំងណាស់និយាយថាសាមកពេលហ្នឹងឲ្យទ្រាំអត់បានបន្ទប់នឹងស្អុយពេកបន្តិចក្រោយមកបងស្រីយងអ៊ុនអាណិតដល់ពីអ្នកនឹងពេកក៏ធ្វើដំណើរចាស់ចេញទៅវិញដោយពួកគេសម្រាប់នៅថ្ងៃនេះដោយសារតែពួកគេហត់ខ្លាំងហើយកំឡោះសង្ហារបស់យើងទាំងពីរនាក់លើតែចាស់ចេញពីបន្ទប់នោះខ្លាំងមែនតើដូចជាបានត្រូវឆ្នោត$1 លានអញ្ចឹងគេក៏បញ្ញាប់រੂរះចេញនឹងនិយាយថាតោះយើងបញ្ញាប់ទៅខ្ញុំនឹងមិនត្រឡប់មកទីនេះម្ដងទៀតទេស្បត់យីមែននៅបន្ទប់វិញស្អុយឲ្យលួយអញ្ចឹងពិតជាសមឲ្យគេដេរឹកមែនលោកមេក្រុមជាមួយនឹងម៉ារូយើងនេះរៀបនឹងចេញទៅលោកមេក្រុមខេមែនក៏ហៅទៅបងស្រីយងអ៊ុននឹងនិយាយទៅកាន់គាត់ថាយងអ៊ុននាងពិតជាធ្វើការយ៉ាងពិបាកហើយលើក្រោយសូមកំហៅខ្ញុំថាសាន់បែលទៀតណាសាន់បែលនឹងវាដូចជាសិស្សច្បងអញ្ចឹងអ្នកនរគ្នាហើយអាពីនៅនោះពិតជាឆ្ងល់ជាខ្លាំងហើយអ្វីបានជាលោកមីក្រុមខេមែនគេនិយាយជាមួយនឹងបងស្រីយងអ៊ុនធ្វើដូចជាខ្លួនឯងចាស់ជាងគាត់អញ្ចឹងពិតជាមានអាកប្បកិរិយាអាក្រក់មែនបន្តពីរឿងទាំងអស់បានកន្លងផុតទៅប្លង់របស់យើងក៏កាត់នៅពេលរាត្រីគឺជាពេលវេលាដ៏សែនផ្អែមល្ហែមរវាងហានម៉ារូជាមួយនឹងសុនវូដែលពួកគេទាំងពីរនាក់កំពុងតែដេកនៅក្នុងបន្ទប់ជាមួយនឹងគ្នាម៉ារូក៏សួរទៅកាន់សុនវូថាហើយអ្វីបានជាឯងដេកនៅទីនេះហើយមិនទៅផ្ទះសុនវូដែលកំពុងបែរកណ្ដងនិយាយជាមួយនឹងម៉ារូនោះគេប្រាប់ថាខ្ញុំមិនមានកម្លាំងនៅក្នុងការត្រឡប់ទៅវិញទេឆាប់ទៅដេកនៅក្នុងបន្ទប់របស់ឯងទៅយើងដេកមិនលក់ទេនៅពេលដែលមាននរណាម្នាក់ដេកចិត្តយើងអញ្ចឹងហើយបងឯងក៏ប្រកាន់ខ្លួនម៉ែបងដេកចិត្តតិចសំបានម៉ារូគេនិយាយទៅវិញថាបន្ទប់របស់ខ្ញុំគឺចង្អៀតណាស់ខ្ញុំតែងតែមកដេកនៅទីនេះហើយខ្ញុំច្បាស់ជាមិនចង់ដេកជាមួយនឹងមនុស្សប្រុសទេដោយមិនឃើញសុនវូឆ្លើយតបជាមួយនឹងខ្លួនបែបនេះម៉ារូស្មានតែគេដេកលុះហើយក៏ងើបទៅមើលនឹងបានសួរទៅ
គេប៉ុន្តែសិនវូក៏ឆ្លើយតបវិញថាកុំឲ្យនិយាយជាមួយនឹងគេមនុស្សកំពុងតែមានទុក្ខកំពុងស្លាប់ប៉ុណ្ណាណីត្រូវការអ្នកឲ្យកម្លាំងចិត្តក៏ដូចជាលួងលោមហើយអ្វីបានជារបស់ម៉ារូនិយាយច្រើនម្លេះបន្ទាប់មកម៉ារូក៏ចាប់ផ្ដើមលួងលោមទៅកាន់សិនវូពិតមែនហើយគឺថាយើងបានជួបជាមួយនឹងឪពុករបស់ឯងគ្រាន់តែលើបែបនេះភ្លាមសុនវូក៏ភ្ញាក់មកតែម្ដងដោយម៉ារូគេនិយាយបន្តទៀតថាវាហាក់បីដូចជាគាត់កំពុងតែជាប់គាំងនៅក្នុងលំហខ្មៅក៏ដោយសារតែបិសាចខ្សាច់ពលលឿងលំហនោះខ្ញុំព្យាយាមនាំគាត់ចេញដែរប៉ុន្តែខ្ញុំមិនអាចធ្វើបានឲ្យខ្ញុំសុំទោសផងណាសុនវូគាត់មើលទៅកាន់ម៉ារូលីឡំជាមួយនឹងភាពអស់សង្ឃឹមផងដែរបន្ទាប់មកគាត់ក៏ដេកទៅវិញនិងនិយាយថាមិនអីនោះទេហើយម៉ារូក៏និយាយបន្តទៀតឪពុករបស់ឯងដឹកឯងជាមួយនឹងម្ដាយរបស់ឯងខ្លាំងណាស់ដូច្នេះហើយសូមឯងកុំស្អប់គាត់បន្តទៀតអីសុនវូត្បិតតែគេគឺជាមនុស្សដែលរឹងរូសបែបនេះមែនប៉ុន្តែនៅក្នុងចិត្តរបស់គាត់ក៏មានមនោសញ្ចេតនាផងដែរគាត់ក៏ត្រូវការការពារពីមនុស្សដែលគាត់ស្រឡាញ់ដូចគ្នាជាពិសេសគឺជាឪពុកម្ដាយរបស់គាត់ជីវិតរបស់សុនវូគឺឯកោបំផុតត្រឹមតែអាយុ5ឆ្នាំម្ដាយក៏ស្លាប់ចោលចំណែកឯខ្លួនត្រូវរស់នៅជាមួយនឹងបិសាចខ្សាច់ពណ៌លឿងដែលគ្មានមនោសញ្ចេតនានោះរហូតដល់ធំនឹងក្តីមនុស្សយើងម្នាក់ៗតែងតែមានទុក្ខវិបត្តិរៀងៗខ្លួនសូមកុំទោសចិត្តនឹងវាសនាប៉ុន្តែក៏ព្យាយាមតវ៉ាជាមួយនឹងព្រហ្មលិខិតទោះបីជាព្រហ្មលិខិតកំណត់ឲ្យយើងនៅត្រឹមនឹងប៉ុន្តែយើងនឹងព្យាយាមរើបំរើឲ្យអស់ពីសមត្ថភាពបន្ទាប់មកក៏យើងកាត់មកអំពីម៉ារូនេះវិញដែលម៉ារូកំពុងតែគិតថានឹងមានរឿងអ្វីកើតឡើងដែលគេចាំនៅពាក្យសម្ដីរបស់បិសាចខ្សាច់ពណ៌លឿងលំហប្រាប់គេថានៅក្នុងចំណោមព្រះទាំង8នៃទីជម្រៅនឹងត្រូវបានបញ្ជូនមកទីនេះក្នុងពេលឆាប់ៗនេះហើយអ្នកក៏នឹងត្រូវប្រឈមមុខជាមួយនឹងពួកគេដោយគ្មានខ្ញុំនេះគឺជាទីបញ្ចប់សម្រាប់មនុស្សម៉ារូក៏ចាប់ផ្ដើមគិតទៀតថាតើយើងពិតជាអាចយកឈ្នះព្រះទាំង8បានមែនទេកម្លាំងនៃធម៌ពលរបស់ពួកគេគឺខ្លាំងជាងបិសាចខ្សាច់ពណ៌លឿងផ្សេងៗទៀតបន្ទាប់មកយើងក៏លើសំឡេងនិយាយពីទីជម្រៅដែលគេនិយាយថាចេញមកអ្នកដែលកាន់សមាធិរបស់ខ្ញុំនៅពេលនោះហើយដែលយើងឃើញបិសាចខ្សាច់ពលលឿងជាច្រើននៅទីជម្រៅដែលបិសាចខ្សាច់ពលលឿងទាំងអស់កំពុងតែមើលទៅលើលំមេតបម្នាក់លយខ្លាំងមែនទែនដោយពួកគេបាននាំគ្នានិយាយថានៅទីបំផុតពួកយើងដល់ពេលឈានជើងចូលទឹកដីរបស់មនុស្សហើយគេក៏បានបង្ហាញមកឲ្យយើងឃើញនៅលោកមេតបម្នាក់នោះផងដែរដែលអេដមីនមើលទៅដូចជាឪពុករបស់ម៉ារូប៉ុន្តែមិនទាន់ច្បាស់ឡើយចាំអត់មើលបន្តិចទៀតសិនពីព្រោះតែប្លង់របស់យើងគឺបានកាត់មកទីស្នាក់ការកណ្ដាលនៅទីក្រុងសេអ៊ូដែលមើលទៅសភាពភ្ញាក់ផ្អើលរបស់អ្នកស្រីនៅអ៊ីចុងក្រោយពីគាត់បានដំណឹងថាអេដូស្លាប់តើវាអាចទៅរួចបានយ៉ាងម៉េចអ្នកស្រីជីវុនក៏និយាយប្រាប់ដែលអ្វីដែលគាត់បានបញ្យល់មុននឹងអញ្ចឹងពីព្រោះតែវាមានបិសាចខ្សាច់ពលលឿងដែលមានកម្រិតខ្ពស់ជាងបិសាចខ្សាច់ពលលឿងធម្មតាហើយវាក៏ត្រូវបានសម្លាប់លោកនាយកអេដូលផងដែរដែលអ្នកស្រីជីវុនកំពុងតែនិយាយជាមួយនោះគឺនិយាយកន្លែងតុប្រជុំមួយយ៉ាងធំវាគឺជាការប្រជុំជាបន្ទាន់ជាមួយនឹងមេនៃមន្ត្រីរាជការពិសេសមានតែអ្នកខ្លះយកមនិតលោកនាយកអេដូលទៀតផងដែលពួកគេនឹងមិនអាចជឿថាមានអ្នកខ្លាំងជាងលោកនាយកអេដូលទៅទៀតស្រាប់តែមេអូម្នាក់ក៏បានស្រែកឡើងថាហេនេះមិនមែនជាពេលមកត្រូវយំសោយស្រាយស្រណោះអីទេយើងត្រូវតែចាប់ផ្ដើមរនយោបាយថ្មីជាបន្ទាន់ដើម្បីរៀបចំទប់ទល់ជាមួយនឹងព្រះទាំង8ម្នាក់ស្រីនោះគឺមានឈ្មោះថាវ៉ាងគាត់គឺជាអ្នកគ្រប់គ្រងនៅខេត្តហ្គាងវុនបន្ទាប់មកបរិមម្នាក់ទៀតក៏បាននិយាយឡើងថាអត់ទេមុននឹងធ្វើរឿងនេះឡើងយើងត្រូវតែរាយការណ៍ទៅកាន់រដ្ឋាភិបាលសិនហើយម្នាក់ប្រុសនោះគឺមានឈ្មោះថាចុងភျូគាត់គឺជាអ្នកគ្រប់គ្រងនៅខេត្តឈីឡាមេនោះក៏មានប្រតិកម្មជាខ្លាំងនឹងស្រ័យទៅកាន់ចុងភျូតើមានចំណុចសំខាន់អ្វីដែលត្រូវជូនដំណឹងទៅកាន់រដ្ឋាភិបាលទាំងដែលព្រះទាំង8កំពុងតែមកចុងភျូក៏និយាយទៅនាងវិញតើអ្នកបានផ្លេចហើយមែនលុយរបស់ពួកយើងបានមកពីណាយើងចិត្តត្រូវបានគេរំសាយហើយពួកគេប្រកែកគ្នាពេញទឹកពេញដីឡូឡាពេញកន្លែងប្រជុំទោះបីជាព្យាយាមស្រ័យឲ្យពួកគេស្ងាត់ក៏ពួកគេមិនព្រមឈប់ដែរបងស្រីយ៉ុងអ៊ុនគាត់ពិតជាមានការឈឺក្បាលជាខ្លាំងនៅពេលដែលលោកនាយកអេដូលចេញទៅគឺប្រធានទាំងអស់បាត់បង់ការគ្រប់គ្រងទាំងស្រុងវាប្រកាសជាមានភាពច្របូកច្របល់បន្ថែមទៀតប្រសិនបើពួកគេរកឃើញអាចកំបាំងរបស់គាត់ជាមួយនឹងហានម៉ារូផងដែរអំឡុងពេលដែលតុប្រជុំកំពុងតែជួបប្រកែកគ្នាអបិដែលយមស្ដាយស្រណោះអេដូលនោះវាក៏បាននិយាយទៅបងស្រីយ៉ុងអ៊ុនដែលវាហៅបងស្រីយ៉ុងអ៊ុនថាម៉ាអាមប៉ុន្តែបងស្រីយ៉ុងអ៊ុនមិនឲ្យវាហៅបែបនេះនោះទេហើយគាត់ប្រធានធម្មតាទៅបានហើយក៏សួរថាម៉េចហើយមានការអីឃ្លានម៉មអបិមួយនោះវាយំក៏ខិលក៏ខ្លាក់ហៀសបោពេញណាពេញណីដោយវាចង់ដឹងព័ត៌មានលម្អិតអំពីការស្លាប់របស់លោកអេដុលតើបិសាចខ្សាច់ពណ៌លឿងណាមួយដែលវាជាអ្នកសម្លាប់លោកនាយកអេដុលគ្រាន់តែមួយនោះនិយាយចោលភ្លាមប្លង់របស់យើងគេបង្ហាញម៉ារូផ្លែតពីព្រោះថាម៉ារូគឺជាអ្នកសម្លាប់លោកនាយកអេដុលនឹងឯងដែលម៉ារូកំពុងតែខំវាយឯកសារយ៉ាងខ្លាំងក្លាដែលមានការលើកកម្លាំងចិត្តពីអ្នកស្រីជីវុនដោយបងស្រីជីវុនបានស្រែកស្ដីឲ្យទៅកាន់ម៉ារូថាឲ្យលឿនឡើងបញ្ញាប់សាប់មានឯកសារទៅប្រសិនបើមិនចង់ធ្វើការថាម៉ោងម៉ារូគេបានធ្វើការបណ្ដាគេគិតបណ្ដាថាព្រះទាំង8កំពុងតែមកប៉ុន្តែខ្ញុំនៅទីនេះ
វាឯកសារពេញមួយថ្ងៃតានឹងមែនគឺជាជីវិតធម្មតារបស់មន្ត្រីរាជការអ្នកស្រីជីវុនក៏ស្រែកប្រាប់ទៅអ្នកទាំងអស់គ្នាថាយើងគួរតែបញ្ចប់របាយការណ៍មុនម៉ោងហើយពួកគេទាំងអស់គ្នាក៏ប្រញាប់រត់រះផ្ញើរបាយការណ៍ទៅកាន់ថ្នាក់លើដែលយើងឃើញមករូនៅពេលនោះហត់ជាខ្លាំងនៅពេលដែលគេធ្វើឯកសាររួចរាល់គេបាននិយាយថាវាហត់ជាងប្រយុទ្ធជាមួយនឹងបិសាចខ្សាច់ពណ៌លឿងទៅទៀតចំណែកឯលោកមេក្រុមខេមមែនបន្ទាប់ពីការងាររួចរាល់គាត់ក៏បបួលគ្នាទៅរៀបចំពិធីជប់លៀងរឿងនោះផងដែរធ្វើឲ្យម៉ារូសប្រៃហ្មងលោកមេក្រុមដូចអត់មានផាត់ភ័យអីសោះគិតនាំគ្នាផឹកស៊ីជប់លៀងឯណាឆ្កយនោះបន្ទាប់មកសាច់រឿងរបស់យើងកាត់មកពេលរាត្រីនៅអាដមរបស់មន្ត្រីនៅកោះកែងវ៉ាហើយយើងក៏បានឃើញណាមជីសុកជាមួយនឹងស៊ុនវូអូវ៉ាលីរបស់ពួកគេប្រព័ន្ធណានៃមកកាន់ដមរួចលោកមេក្រុមខេមមែនគាត់ក៏និយាយថាពួកយើងនឹងត្រូវរៀបចំខ្លួនដើម្បីប្រយុទ្ធជាមួយនឹងព្រះទាំង8ដូច្នេះហើយអ្នកទាំងពីរនឹងត្រូវស្នាក់នៅទីនេះហើយបន្ទប់នៅជាន់ខាងក្រោមហាក់បីដូចជានៅទំនេរបន្ទាប់ពីឮថាមានបន្ទប់ជាន់ក្រោមម៉ារូសប្បាយចិត្តជាខ្លាំងគេក៏ចង់សុំទៅបន្ទប់ជាន់ក្រោមដែរបន្ទាប់មកលោកមេក្រុមខេមមែននិយាយយ៉ាងលយទៅកាន់ម៉ារូថាហើយហេតុអីតើឯងមិនចង់រួមបន្ទប់ជាមួយនឹងខ្ញុំទេតើយើងមិនល្អត្រង់ណាដែលឯងមិនចង់នៅជាមួយនឹងយើងនឹងមិនបាច់ចាំនិយាយក៏គ្មានអ្នកណាចង់រស់នៅជាមួយដែរមើលតែគេឯងលោកមេក្រុមទៅដឹងហើយឡើងរប៉ាត់រប៉ាយពេញបន្ទប់នឹងហ្មងដាក់ឡើងកំឡោះសង្ហារបស់យើងទាំងពីរហ្នឹងសបត់ជប់មកបន្ទប់នឹងហើយនឹងសួរគេលយទៀតចំណែកឯម៉ារូគេមិនបាននិយាយអ្វីតបតជាមួយនឹងលោកមេក្រុមខេមមែននោះទេគេគ្រាន់តែដើរចាកចេញនិងនិយាយទៅកាន់ស៊ុនវូថាហើយស៊ុនវូអ៊ីដិនឯងរួមបន្ទប់ជាមួយនឹងលោកមេក្រុមទៅតែយើងមើលទៅកាន់ស៊ុនវូគេដូចជាមិនព្រមឡើយគេក៏ចាប់ស្មារបស់ម៉ារូជាប់ដោយមិនឲ្យគេដើរចាកចេញទេនិងនិយាយទៅកាន់ម៉ារូថាហេម៉ារូឯឈួតមែនហើយនៅបន្ទប់ដូចជ្រូកជើងកាទេឃើញថាមើលទៅវាដូចជាច្របល់បែបនេះលោកមេក្រុមខេមមែនក៏ឲ្យពួកគេប៉ាវមិនមែនតែ2នាក់ទេគឺ3តែម្ដងដោយទាំងណាមយូសុកដែរចំណែកឯណាមយូសុកគេឃើញនេះគេពិតជាភ្ញាក់ផ្អើលជាខ្លាំងគេអត់មានដឹងអីផងមកឲ្យគេប៉ាវដែរម៉ារូគេក៏ចាប់ផ្ដើមបញ្ចេញស្នៀតរបស់គេចេញមកហើយនឹងនិយាយទៅប្រាប់ពួកគេថាប្រសិនបើនរណាមិនលេងអ្នកនោះនឹងចាញ់ស៊ុនវូក៏គេមិនចៅដូចគ្នាគេក៏ត្រៀមផងដែរពួកគេទាំង3នាក់នេះគ្រាន់តែប៉ាវគ្នាសោះធ្វើដូចទៅធ្វើសង្គ្រាមអញ្ចឹងបន្ទាប់មកយើងក៏ឮពាក្យថាប៉ៅស៊ីងសុងហើយយើងក៏ឃើញម្នាក់នៅក្នុងចំណោមនោះចាញ់ហើយអាអ្នកដែលចាញ់នោះគឺជាអ្នកដែលមិនដឹងអីនេះឯងណាមយូសុកបន្ទាប់ពីធ្វើសង្គ្រាមចាញ់គេថាដេកយំតែម្ដងគ្រាន់តែឲ្យនៅបន្ទប់ជាមួយនឹងលោកមេក្រុមខេមមែនសងពួកគេធ្វើដោយកំពុងតែរៀបនឹងទៅស្លាប់ក៏ទៅអាណិតណាមយូសុកខ្លាំងមែនតើណាអាគ្នាមិនដឹងអីផងនៅឲ្យគ្នានៅបន្ទប់មួយលោកមេក្រុមខេមមែនបន្ទាប់មកសាច់រឿងរបស់យើងក៏កាត់មកនៅទាំងពីរនៅពេលដែលពួកគេដើរទៅរកបន្ទប់ចំណែកឯម៉ារូគេដើរបណ្ដាគេមើលទៅកាន់ស៊ុនវូបណ្ដាគេត្រឡប់មកគិតឡើងវិញហេតុអីបានជាគេត្រូវនៅបន្ទប់ជាមួយនឹងមនុស្សឈួតទៅវិញហើយគេមើលទៅដូចជាមនុស្សដែលបាក់ទឹកចិត្តបន្ទាប់ពីអេដូស្លាប់ហើយម៉ារូគេគិតថាតើគេនឹងត្រូវនិយាយអីខ្លះដើម្បីលងលោមស៊ុនវូរៀបនឹងហៅនឹងនិយាយទៅកាន់ស៊ុនវូស្រាប់តែមាននរណាមកគោះទ្វារនោះគឺជាក្រុមរបស់គេផ្សេងទៀតមានទាំងឆាណាផងដែរដែលពួកគេចូលមកទីកន្លែងរបស់អ្នកទាំងពីរតែម្ដងនិងនិយាយថាវាគឺជាកម្មវិធីជប់លៀងម៉ារូហាក់បីដូចជាសប្បាយចិត្តនិងនិយាយទៅកាន់អ្នកស្រីជីវុនខ្ញុំនឹងមិនគិតនោះទេថានឹងមានកម្មវិធីជប់លៀងបែបនេះបងស្រីជីវុនក៏និយាយទៅកាន់ម៉ារូវិញថាស្ងាត់ឯនេះចង្រៃមែនយើងកំពុងតែព្យាយាមដាស់វិញ្ញាណមន្ត្រីទាំងអស់មកវិញបន្ទាប់មកម៉ារូពិតជាឆ្ងល់ជាខ្លាំងហើយអ្វីបានជាសមាជិកក្រុមរបស់កោះកែងវ៉ាគេតែងតែធ្វើវិធីជប់លៀងបន្ទាប់មកពិធីជប់លៀងក៏ត្រូវបានចាប់ផ្ដើមមានការផឹកស៊ីអូបនួពេញណាពេញណីស៊ុនវូគេគឺជាអ្នកស្អាតអញ្ចឹងហើយគេមិនសូវចូលចិត្តភីវកក្រិចនោះទេនិយាយទៅឲ្យតែគេដើរឃើញប្រឡាក់គឺគេដើរជួតពេញនឹងហ្មងលោកមេក្រុមខេមមែនឃើញស៊ុនវូដើរមកក៏ហៅគេឲ្យមកភ្លក់ស៊ុបរបស់ខ្លួនហើយលោកមេក្រុមខេមមែនថែមទាំងបញ្ចុកស៊ុនវូទៀតផងចំណែកស៊ុនវូនេះវិញគេមិនសូវខ្វល់នោះទេគេខ្វល់តែកន្លែងប្រឡាក់តែប៉ុណ្ណោះលោកគឹមដើរមកឃើញពួកគេបញ្ចុកគ្នាបែបនេះគាត់ឡើងអៀនហ្មងគឺគាត់បានដើរមកប្រាប់ថាបង្គន់ស្ទះប្រហែលជាវាជាប់អីម្យ៉ាងហើយលើបែបនេះស៊ុនវូក៏គេមិនចាំយូរដូចគ្នាគេក៏ធ្វើការទៅសម្អាតបង្គន់ភ្លាមនិយាយថាស៊ុនវូសម្អាតពេញផ្ទះហ្មងឲ្យតែកន្លែងណាប្រឡាក់មានបញ្ហាកន្លែងណាមិនស្អាតគឺគេសម្អាតពេញនឹងហ្មងបន្ទាប់ពីឃើញបែបនេះបងស្រីជីវុនក៏និយាយទៅកាន់គ្រប់គ្នាថាយើងមើលទៅស៊ុនវូថាមពលរបស់គេដូចជាត្រឡប់មកវិញហើយចំណែកឯម៉ារូគេឃើញដូចនេះគេមិនគិតថាថាមពលត្រឡប់មកវិញនោះទេគឺគេគិតថាស៊ុនវូកំពុងតែបាយកម្មដ្ឋានអំឡុងពេលដែលកំពុងផឹកស៊ីស្រាប់តែម៉ារូចាប់អារម្មណ៍ថាបាត់ឆាណាហើយគេក៏ចេញទៅរកនាងទៅពេលរាត្រីមកដល់លោកខែចាប់ផ្ដើមរះផ្កាយពីពេញមេឃកំណាប់ល្អគ្មានទាំងជូនអីសូម្បីតែបន្តិចឆាណានាងកំពុងតែឈរមើលព្រះច័ន្ទនៅឯទីឆ្ងាយតែម្នាក់ឯងនៅពេលនោះកំឡោះសង្ហារបស់ម៉ារូក៏បានមកដល់និងសួរទៅកាន់ឆាណាថាឆាណាតើនាងកំពុងតែធ្វើស្អីនៅទីនេះនាងប្រាប់ទៅវិញថាគ្រាន់តែស្រូបយកខ្យល់អាកាសតែប៉ុណ្ណោះហើយម៉ារូក៏សួរបន្តទៅកាន់ឆាណាតើអូនឯងមានរឿងកង្វល់អីនៅក្នុងចិត្តមែនខ្ញុំមើលទៅកាន់ឆាណាឯងដូចជាមិនល្អសោះប៉ុន្មានថ្ងៃនេះឆាណានាងក៏និយាយទៅវិញថាគ្រាន់តែឥឡូវនេះបិសាចខ្សាច់ពោលរឿងលំហ
គឺជាម្នាក់ដែលបានសម្លាប់ក្រុមគ្រួសាររបស់ខ្ញុំវាបានស្លាប់បាត់ទៅហើយអញ្ចឹងខ្ញុំមានអារម្មណ៍ថាទទេគឺទទេស្អាតតែម្ដងវាដូចជាខ្ញុំកំពុងត្រូវបានបាត់បង់គោលដៅភ្លាមទោះបីជាខ្ញុំខំគិតថាខ្ញុំទទួលបានការសងសឹករួចហើយតែគ្រួសាររបស់ខ្ញុំគឺគេមិនអាចត្រឡប់មកវិញបន្ទាប់ពីនិយាយបានបន្តិចព្រះច័ន្ទក៏ចាប់ផ្ដើមរះកាន់តែខ្ពស់យប់ក៏ចាប់ផ្ដើមកាន់តែស្ងប់ស្ងាត់ទៅចក្ខុរបស់ពួកគេទាំងពីរនាក់ក៏សម្លឹងមើលគ្នាបន្ទាប់មកឆាណានាងក៏ញញឹមបែបការត្រកួនទៅកាន់ម៉ារូនិងនិយាយទៅគេបន្តទៀតថាកុំបារម្ភអីខ្ញុំគ្រាន់តែមានអារម្មណ៍ធ្លាក់ចុះបន្តិចតែប៉ុណ្ណោះហើយចុះចំពោះម៉ារូវិញតាមមិនអីទេម៉ារូឯងទើបតែរកឃើញថាសមត្ថភាពរបស់ម៉ារូគឺជាម្នាក់នៅក្នុងចំណោមព្រះទាំង8ម៉ារូគេក៏សាយទៅដាក់ឆាណាហើយគេនិយាយថារឿងមួយនេះគឺខ្ញុំតែងតែព្យាយាមមិនគិតអំពីវាខ្ញុំបានឮថាមនុស្សដែលមានធម៌ពលរបស់ព្រះទាំង8នៅចុងក្រោយពួកគេនឹងបាត់បង់គំនិតនិងវិចារណញ្ញាណរបស់ពួកគេប៉ុន្តែភ្លាមនោះកំឡោះសង្ហារបស់យើងម្នាក់ទៀតក៏បានដើរមកកាត់ចង្វាក់របស់ពួកគេទាំងពីរនាក់សុនវូគេក៏បាននិយាយថាកុំបារម្ភពេកអីយើងនឹងធ្វើឲ្យឯងនៅស្ងៀមទោះបីជាចាំបាច់ឲ្យខ្ញុំត្រូវសម្លាប់ឯងឬក៏វាឯងក៏ដោយខ្ញុំនឹងធ្វើវាម៉ារូគ្រាន់តែឮហើយនៅក្នុងចិត្តរបស់គេចុំមើលវានិយាយសុនវូក៏បន្តទៀតថាប៉ុន្តែយើងនៅមានរឿងផ្សេងទៀតដែលយើងត្រូវបារម្ភអំពីវាតើអ្វីដែលយើងបានឃើញនៅបន្ទប់ក្រោមដីទីស្នាក់ការកណ្ដាលកាលពីប៉ុន្មានថ្ងៃមុនបន្ទាប់មកប្លង់របស់យើងក៏កាត់មកកាលពីប៉ុន្មានថ្ងៃមុននៅឯទីស្នាក់ការកណ្ដាលនៃទីក្រុងសេអ៊ូលដែលពួកគេបានមកដល់កន្លែងរបស់អេដុលដែលតែងតែចូលមកនោះហើយនឹងបានឃើញបិសាចសាច់ពណ៌លឿងដែលអេដុលបានឃុំទុកផងដែរហើយក៏មិនមាននរណាម្នាក់ដឹងអំពីរឿងនេះលោកខេមែនក៏ឆ្ងល់ដូចគ្នាតើហេតុអ្វីបានជាលោកនាយកអេដុលនោះគាត់លាក់វានៅទីនេះហើយតើអត្តសញ្ញាណរបស់បិសាចសាច់ពណ៌លឿងមួយនេះជានរណាគេបងស្រីយុងអ៊ុនក៏គាត់មិនដឹងដូចគ្នាពីព្រោះតែបិសាចសាច់ពណ៌លឿងអេដុលគេមិនបានប្រាប់ឡើយប៉ុន្តែនៅពេលដែលយើងបាត់បង់បិសាចមួយនេះទៅទីជម្រៅនោះគឺមានន័យថាគឺជាថ្ងៃចុងក្រោយរបស់មនុស្សជាតិពួកគេទាំង3នាក់កំពុងតែនិយាយគ្នាអំពីបិសាចសាច់ពណ៌លឿងនៅក្នុងដីនោះស្រាប់តែលោកខេមែនមកសួរពួកគេថាធ្វើអ្វីនៅទីនេះគាត់ក៏ប្រាប់ឲ្យពួកគេជប់ស្មុគស្មាញទៀតទៅហើយចាប់ចូលមកខាងក្នុងមកបន្ទាប់មកពួកគេក៏ចូលទៅខាងក្នុងនិងចាប់ផ្ដើមធ្វើការប៉ាក់ស៊ីជាមួយនឹងគ្នាបន្តទៀតដោយមិនខ្វល់អ្វីទាំងអស់យើងមើលទៅពួកគេទាំងអស់គ្នាពិតជាសប្បាយខ្លាំងមែនទែនដោយមិនដឹងថាពួកគេនឹងត្រូវជួបរឿងអ្វីទៀតនៅថ្ងៃស្អែកហើយចឹងហើយនៅពេលនេះពួកគេគួរតែជួបជុំគ្នាឲ្យសប្បាយម្ដងភាពសប្បាយរីករាយជាមួយនឹងភាពកើតទុកវាកំពុងតែដើរទន្ទឹមគ្នាពួកគេនៅតែបន្តផឹកស៊ីសប្បាយជាមួយនឹងគ្នាដែលមានការចាក់សូជូលើក្បាលទៀតផងអូយស្ដាយណាស់ឲ្យខ្ញុំសុំមកបងដឹងអស់ថាម្ដង7,000រៀលណាដែលយើងមើលទៅពេលនោះវាមិនដូចជាអ្វីដែលអាក្រក់កំពុងតែកើតឡើងនោះទេប៉ុន្តែភាពដែលអាក្រក់ពិតប្រាកដគឺនៅទីនេះលោកមេតម្នាក់នោះគឺបានចេញមកពីទីជម្រៅហើយនិងបោះជំហានមកដល់ផែនដីជាលើកដំបូងឈរជះរៀងយ៉ាងសង្ហានៅកណ្ដាលរាត្រីទឹកមុខពោពេញទៅដោយភាពហ្មត់ចត់ជាមួយនឹងរូបរាងរបស់មនុស្សបន្ទាប់មកយើងក៏បានឮសំឡេងមួយម៉ាត់និយាយថាវាដល់ពេលដែលត្រូវការសម្លាប់រំគាលយើងនឹងមិនដឹងទេថាលោកមេតម្នាក់នេះគាត់នឹងមានបំណងចង់ធ្វើអ្វីមកលើផែនដីយើងគ្រាន់តែដឹងនៅពេលនេះថាគាត់បង្ហាញរាងឲ្យយើងមើលតែប៉ុណ្ណោះអញ្ចឹងហើយអត់មាននឹងសូមបញ្ចប់ភាគមួយនេះត្រឹមតែប៉ុណ្ណឹងហើយយើងក៏នឹងបន្តទៅជាមួយនឹងគ្នាទៀតនៅភាគក្រោយពិតជាអរគុណខ្លាំងមែនទែនទៅដល់អ្នកទាំងអស់គ្នាដែលចំណាយពេលយ៉ាងមានតម្លៃមកទស្សនាវីដេអូរបស់ admin តាំងពីដើមរហូតដល់ចប់អ្នកដែលចប់គឺចប់ប៉ុន្តែអ្នកដែលនៅគឺនៅអញ្ចឹងហើយ admin ក៏សូមនៅអរគុណដល់សំណើស្នប់ចិត្តរបស់ admin ដូចរាល់ដងជាដំបូង admin ក៏សូមអរគុណទៅដល់ស្រីពេជ្រដែលបានឧបត្ថម្ភ admin ចំនួន800រៀលនៅក្នុងនោះផងដែរគាត់ក៏បានសរសេរប្រាប់ admin ដែរថាលៀងឃ្លាំងហើយនឹងអ្នកបន្តរបស់យើង admin ក៏សូមអរគុណទៅដល់សុករក្សាដែលបានឧបត្ថម្ភ admin ចំនួន9,454រៀលពិតជាអរគុណខ្លាំងមែនទែនសម្រាប់ការឧបត្ថម្ភរបស់សុករក្សាហើយ admin ក៏សូមអរគុណបន្តទៅដល់ Kawan ដែលបានឧបត្ថម្ភ admin ចំនួន1000រៀលហើយក៏សូមអធិស្ឋានឲ្យ admin ផងប្រសិនបើ admin អានឈ្មោះទៅខុសពីព្រោះតែ admin មិនសូវចេះអានអក្សរឡាតាំងទេអ្នកទាំងអស់គ្នាហើយក៏សូមអរគុណទៅដល់អ្នកបន្តរបស់យើងម្នាក់ទៀតគឺមានឈ្មោះថា Bona ដែលបានឧបត្ថម្ភ admin ចំនួន1000រៀលអរគុណខ្លាំងមែនទែនសម្រាប់ Bona ហើយនឹងគាត់បានសរសេរប្រាប់ admin ថាអរគុណ admin ធំដែល admin មិនបានរត់ចោល fan ម្នាក់នេះប៊ីមសាដែរហ្នឹងហើយក៏សូមអរគុណអ្នកបន្តទៀតគឺមួយចាស់គាត់តែងតែឧបត្ថម្ភ admin ជានិច្ចគឺមានឈ្មោះថានងហ្វាអរគុណខ្លាំងមែនទែននងហ្វាសម្រាប់ 4000រៀលហើយនៅក្នុងនោះគាត់ក៏បានបញ្ជាក់ដែរថាគាត់គឺជាមួយចាស់មើលនងហ្វាសូមមើល channel YouTube តិចមើលឈ្មោះអីហើយក៏សូមអរគុណទៅដល់សំណាប់ចិត្តបន្តរបស់យើងដែលមានឈ្មោះថា Sowan បានឧបត្ថម្ភ admin ចំនួន2500រៀលហើយក៏សូមអរគុណទៅដល់អ្នកបន្តរបស់យើងដែលមានឈ្មោះថាកានហាឬក៏កញ្ញាអញ្ចឹងហើយបើសិនជាអានខុសទៅសូមអធិស្ឋានផងនិងបញ្ជាក់នៅក្នុង comment ផងចាំ admin អានឲ្យត្រូវវិញគាត់បានឧបត្ថម្ភ admin ចំនួន5000
2000 រៀលអ្នកទាំងអស់គ្នាអរគុណខ្លាំងមែនទែនសម្រាប់ការឧបត្ថម្ភមួយនេះសូមអរគុណទៅដល់មួយចាស់ម្នាក់ទៀតហើយគឺជាឧត្តមនឹងឯងដែលមានតែងតែប្រាប់ថាគាត់ឧបត្ថម្ភ admin ជារៀងរាល់ថ្ងៃហ្មងថ្ងៃនេះផងដែរមិនខុសពីថ្ងៃមុននោះទេឧត្តមបានឧបត្ថម្ភ admin ចំនួន 2222 រៀលអរគុណខ្លាំងមែនទែនឧត្តមហើយនឹងសូមអរគុណទៅដល់អ្នកបន្តរបស់យើងដែលមានឈ្មោះថាស្រីភ័ក្រគាត់បានឧបត្ថម្ភ admin ចំនួន 3014 រៀលពិតជាអរគុណខ្លាំងមែនទែនសម្រាប់ការឧបត្ថម្ភរបស់ស្រីភ័ក្រជាចុងក្រោយនៃវីដេអូរបស់ admin ក៏សូមអរគុណអ្នកទាំងអស់គ្នាដែលស្រឡាញ់ចូលចិត្តវីដេអូរបស់ admin ហើយ admin នឹងព្យាយាមបន្តទៀតដើម្បីធ្វើឲ្យវាបានល្អជាងនេះអរគុណអ្នកទាំងអស់គ្នាយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតអរគុណច្រើនសូមជម្រាបលា